សួស្តីបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel Admin Han ម្ដងទៀតហើយរឿងរ៉ាវនៅក្នុងថ្ងៃនេះគឺជារឿងរ៉ាវដ៏រន្ធត់មួយដែលបានកាត់ឡើងទៅលើបងប្រុសម្នាក់ដែលគាត់បានធ្វើដំណើរតាមផ្លូវអំឡុងពេលដែលគាត់ធ្វើដំណើរហ្នឹងគឺគាត់បានជួបនៅហេតុការណ៍ដែលគួរខ្លាចហេតុការណ៍ដែលលងបន្លាចស្រស់ដែលឲ្យគាត់ឃើញស្ដែងតែម្ដងនិយាយទៅអារូបភាពដែលគាត់ឃើញហ្នឹងទោះបីជាកន្លងទៅច្រើនឆ្នាំមែនប៉ុន្តែពេលដែលគាត់ព្យាយាមថ្មិចភ្នែកសម័យអាទិដ្ឋភាពពេលហ្នឹងគឺគាត់ថាហាក់ដូចជាវានៅថ្មីនិយាយទៅគឺគាត់ថាខ្លាចខ្លាំងមែនតើអូខេចឹងកុំឲ្យខាតពេលចង់ដឹងថាតើអាចង្វាក់លោមួយហ្នឹងវាគួរខ្លាចកម្រិតណាហើយថាតើរូបភាពដែលគាត់ឃើញហ្នឹងគឺវាគួរខ្លាចកម្រិតណាតោះឥឡូវយើងចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នារឿងណាមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងទូដោយបងទូគាត់បញ្ជាក់ថាហេតុការណ៍ខ្មោចលងហ្នឹងគឺមិនមែនជួបតែម្ដងទេជួប2ដងអំឡុងឆ្នាំ2014ជួបម្ដងម្លងមក2ឆ្នាំក្នុងឆ្នាំ2016គាត់ជួបម្ដងទៀតប៉ុន្តែហេតុការណ៍2ហ្នឹងគឺជាហេតុការណ៍ដែលគាត់ខ្លាចបំផុតរហូតដល់បងទូគាត់ថាគាត់ជ្រោះសក់ពេលហ្នឹងគឺចង់ទៅពេកដោយសារតែហេតុការណ៍ហ្នឹងគឺវាធ្វើឲ្យគាត់ខ្លាចខ្លាំងមែនដែរបើទោះបីជាមកដល់រាល់ថ្ងៃហ្នឹងគាត់ព្យាយាមបំភ្លេចព្យាយាមអីគឺនៅតែដូចថាចងចាំឬក៏អាចនិយាយថាពេលដែលយើងព្យាយាមសម័យរូបភាពអតីតកាលមួយហ្នឹងគឺគាត់ថាវាគួរឲ្យខ្លាចខ្លាំងមែនតើរហូតដល់គាត់ប្រាប់មិត្តភ័ក្តិខ្លះគឺគេអត់ជឿទៀតគេថាគាត់ចេះតែនិយាយវាមិនដែរអញ្ចឹងវាមិនដែរគឺស្ដោះស្រស់អញ្ចឹងណាអានេះគឺបែបហ្នឹងហើយបងទូគាត់ក៏សុំបញ្ជាក់ប្រាប់បងប្អូនទុកជាមុនដែរព្រោះហេតុការណ៍មួយហ្នឹងគឺបងប្អូនស្ដាប់ទៅអាចគិតថាมันគួរឲ្យជឿអីអញ្ចឹងណាពីព្រោះគាត់ប្រាប់មិត្តភ័ក្តិខ្លះទៅក៏គេមិនជឿដែរប៉ុន្តែសម្រាប់គាត់គឺគាត់បានជួបហេតុការណ៍នោះស្ដែងអញ្ចឹងគាត់គ្រាន់តែចង់បញ្ជាក់ប្រាប់បងប្អូនថាបើជឿឬក៏មិនជឿអាហ្នឹងក៏គាត់មិនជំរុញឲ្យបងប្អូនជឿដែរណាគាត់ថាបងប្អូនស្ដាប់ទៅជាការកំសាន្តទៅឥឡូវខ្ញុំសូមនិយាយពីហេតុការណ៍ទី1មុនដោយបងទូគាត់បញ្ជាក់ថាអំឡុងឆ្នាំ2014ពេលហ្នឹងគាត់មានអាយុ18ឆ្នាំហើយអំឡុងពេលហ្នឹងបងទូគាត់ថាគាត់ក៏មានសង្សារដែរហើយសង្សាររបស់គាត់នេះគឺឆ្លងខេត្តបងទូគាត់នៅខាងខេត្តកដាលប៉ុន្តែសង្សាររបស់គាត់នេះគឺនៅខាងខេត្តព្រៃវែងហើយអំឡុងពេលហ្នឹងបងទូគាត់មានក្តីស្រឡាញ់ស្នេហាបែបលក្ខណៈជាយុវវ័យដូចថាពេលដែលយើងស្រឡាញ់គ្នាយើងណាត់គ្នាអញ្ចឹងណាស្មារណាក៏ទៅបានណាលក្ខណៈអញ្ចឹងគឺដើម្បីអូនលះបង់គាត់ថាពេលហ្នឹងគឺមានអ្វីសំខាន់ជាងអូនទេសូម្បីតែម៉ែជេសូម្បីតែម៉ែស្ដីឲ្យម៉ែហាមឃាត់ថាកូនឯងកុំដើរយប់អីកូនឯងក្មេងខ្លាចមានបញ្ហាមានអីតាមផ្លូវអីចឹងណាប៉ុន្តែអត់ស្ដាប់ទេដោយសារតែស្រឡាញ់អូនខ្លាំងអញ្ចឹងក៏ជំនះទៅដោយសារតែសង្សាររបស់គាត់នឹងនៅខាងខេត្តព្រៃវែងហ្នឹងដូចថាគាត់នឹងមានបុណ្យគេហៅបុណ្យកាន់អង្គហើយក្នុងពេលហ្នឹងសង្សាររបស់គាត់មិនដឹងយ៉ាងម៉េចទេម៉ោងផែជា6 7ល្ងាចហ្នឹងតែហៅបងទូថាឲ្យបងទូទៅលេងកន្លែងបុណ្យនៅខាងព្រៃវែងហ្នឹងហើយគាត់ចង់ជួបចង់ដើរលេងហ្នឹងទៅថាតើបងទូទៅបានអត់របៀបថាគេចង់សាកចិត្តគាត់ហើយបងទូគាត់ថាពេលហ្នឹងទៅមែនអត់មានខ្វល់ទេម៉ោងប្រហែលជា7មុននឹងចេញទៅម្ដាយនឹងគុណយាយហាមផងអីផងអញ្ចឹងណាតែគាត់អត់ស្ដាប់ហើយគាត់ក៏ទៅកាន់មិត្តភក្តិរបស់គាត់ម្នាក់ទៀតឈ្មោះថាបងរាជឲ្យជួយជូនគាត់ទៅដោយតែពេលហ្នឹងមានម៉ូតូមួយអញ្ចឹងមានន័យថាគាត់ជិះមួយ2នាក់អញ្ចឹងណាហើយអំឡុងពេលដែលគាត់ទៅហ្នឹងគាត់ថាជិះលឿនមែនតើបញ្ញាប់ដើម្បីជួបសង្សារអញ្ចឹងណាប៉ុន្តែបងរាជនេះក៏ដូចចិត្តដែរពេលដែលឮមិត្តភក្តិថាអញ្ចឹងទៅដែរពីព្រោះចង់ទៅឃើញកំមុំភ័យវែងហើយការជំនាន់នោះក៏គេមានល្បីណាដែលថាខាងកំមុំភ័យវែងស្អាតអាហ្នឹងគឺអញ្ចឹងហើយដល់ពេលអញ្ចឹងទៅគាត់ទៅបងប្អូនគាត់ថាជិះមកផ្លែតដែរទេគាត់ព្យាយាមជិះលឿនម៉ោងប្រហែលជាមើលម៉ោង6ចាញ់ម៉ោង7តិចតួចអីហ្នឹងគាត់ទៅដល់កន្លែងរោងប៉ុនហ្នឹងអញ្ចឹងណាអញ្ចឹងគាត់ក៏ដើរលេងជាមួយនឹងសង្សារញ៉ាំអីនៅកន្លែងប៉ុនកាន់អង្គប៉ុនអីអញ្ចឹងទៅមានល្ខោនមានអីអញ្ចឹងណាប៉ុន្តែអំឡុងពេលដែលគាត់ដើរលេងដល់ម៉ោងប្រហែលជា9យប់ពេលហ្នឹងបងរាជនេះគាត់ក៏ថាងដំបងឡើយកម្រងគាត់ចង់ទៅគេងដោយថានៅម្ដុំនឹងអញ្ចឹងណាមានកន្លែងផ្ទះណាដែលគេអាចដោយថាសម្រួលឲ្យពីព្រោះសង្សាររបស់គាត់ហ្នឹងថាងមកគេងនៅនឹងមកគាត់សេរីផ្ទះសេរីអីឲ្យក្បែរនឹងអញ្ចឹងណាហើយបងទូគាត់ក៏គិតបែបហ្នឹងពីដំបូងប៉ុន្តែដោយសារតែពេលនោះឪពុកម្ដាយបងរាជតែហៅបងរាជឲ្យបងរាជទៅផ្ទះវិញហើយឪពុកម្ដាយបងទូក៏អញ្ចឹងដែរ
ឲ្យមកផ្ទះវិញមកអត់ឲ្យទៅណាទៅណីទេពីព្រោះខ្លាចគាត់នឹងទៅមានបញ្ហាជាមួយកូនស្រីគេអីចឹងណាខ្លាចទៅជាជ្រុលឈូសអីចឹងទៅអញ្ចឹងពេលហ្នឹងគឺឪពុកម្ដាយគាត់ខទៅនិយាយទៅខទៅតាំងពីម៉ោង8យប់ម៉េះប៉ុន្តែគាត់ចេះតែមិនលើកទូរស័ព្ទមិនលើកអីណារហូតដល់ម៉ោង9បានពួកគាត់ហ្នឹងសម្រាប់ចិត្តថាត្រឡប់ទៅវិញទៅពីព្រោះមិនចង់ឲ្យឪពុកម្ដាយគាត់រោរឿងខ្លាំងណាហើយណាមួយក៏បានជួបមុខអូនបន្តិចតួចក៏សប្បាយចិត្តណាអញ្ចឹងក៏ត្រឡប់មកវិញប៉ុន្តែសូមបញ្ជាក់បងប្អូនមួយណាដោយថាពេលដែលយើងចេញពីវត្តនៅខាងស្រុកសង្សាររបស់បងទូហ្នឹងណាមិនមែនយើងចេញមកឡើងដល់ផ្លូវធំទេគឺយើងត្រូវឆ្លងកាត់ផ្លូវស្រុកភូមិលក្ខណៈជាផ្លូវលំមួយចឹងទៅហើយជិះចម្ងាយប្រហែលជាខ្ទង់20នាទីអីបានឡើងដល់ផ្លូវធំផ្លូវជាតិវិញចឹងណាប៉ុន្តែទស្សនវិជ្ជានៅតាមជុំវិញអាផ្លូវលំហ្នឹងអាផ្លូវស្រុកភូមិហ្នឹងណាគាត់ថាផ្លូវហ្នឹងគឺអត់ទាន់មានផ្ទះប្រជាជនច្រើនទេគឺមានមួយចំនួនហ្នឹងណាហើយពេលហ្នឹងគឺម៉ោង9ជាងជិត10ណាហើយពេលនោះស្ងាត់ណាបងប្អូននៅតាមជនបទណាល្ងឹតឈឹងអត់មានភ្លើងបំភ្លឺផ្លូវអត់មានអីទេហើយផ្លូវក៏វាមិនមែនជាផ្លូវដែលមានចាក់បេតុងចាក់អីដែរលក្ខណៈជាផ្លូវគ្រួក្រហមគ្រួអីធម្មតាហើយជុំវិញផ្លូវគឺមានដើមឈើដើមអីជាលក្ខណៈព្រៃមានមេឃធ្លាក់មកលើផ្លូវអីខ្លះអញ្ចឹងណាប៉ុន្តែអំឡុងពេលដែលគាត់ជិះហ្នឹងបងទូហើយបងរាជគាត់ថាគាត់មានអារម្មណ៍វាព្រឺក្បាលណាមិនមែនព្រឺក្បាលលក្ខណៈគាត់ខ្លាចទេដបងណាគឺលក្ខណៈវាត្រជាក់ដោយសារតែខ្យល់មកអីអំភើអញ្ចឹងណាតែក៏អត់មានគិតអីច្រើនដែរជិះម៉ូតូមកតែ2នាក់អញ្ចឹងទៅពេលហ្នឹងគាត់មានអាសង្ខ014ណាហើយដល់ពេលគាត់ជិះមកតាមផ្លូវអញ្ចឹងគាត់ថាពេលហ្នឹងមានតែភ្លើងម៉ូតូរបស់គាត់មួយណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនព្យាយាមសម័យរូបភាពជាមួយគ្នាអំឡុងពេលដែលបងទូហើយនឹងបងរាជគាត់ជិះមកហ្នឹងបងទូគាត់ជាអ្នកដប់ស្រាប់តែគាត់ជិះមកដល់ពាក់កណ្ដាលផ្លូវគាត់កលេចមើលតាមភ្លើងម៉ូតូហ្នឹងគាត់ឃើញពូម្នាក់ដោយពូម្នាក់ហ្នឹងគាត់ដើររបៀបថាដូចយើងបតោយទិសមានន័យថាគាត់ដើរទៅមុខត្រង់ដូចយើងអញ្ចឹងទៅគាត់ដើរមុខយើងស្របទិសគ្នាតែគាត់មើលចម្ងាយប្រហែលជាខ្ទង់10ម៉ែត្រជាងឃើញពូម្នាក់ហ្នឹងគាត់អត់មានអាវទេហើយគាត់ស្លៀកខោខ្មៅរាងខ្លីហើយជើងគាត់អីហ្នឹងគឺលក្ខណៈយើងមើលឃើញរាងខ្មៅលក្ខណៈស្មាតូដូចមនុស្សដែលគាត់នៅតាមវាលស្រែគាត់ខ្មៅអីចឹងណាហើយមានចងកាម៉ានៅចង្កេះមួយតែបជាអត់មានអាវទេមានតែខោទេហើយឃើញពូម្នាក់ហ្នឹងគាត់ដើរលក្ខណៈជាចំហៀងផ្លូវមិនមែនដើរកណ្ដាលផ្លូវទេអែបគៀនផ្លូវចឹងទៅហើយដល់ពេលបងទូគាត់ឃើញអញ្ចឹងគាត់គិតថាជាប្រជាជនឬក៏អ្នកភូមិដែលរស់នៅហ្នឹងណាប៉ុន្តែអាកន្លែងដែលបងទូគាត់ឃើញហ្នឹងគឺគាត់ថាវាអត់មានផ្ទះគេនៅហ្នឹងទេលក្ខណៈសុទ្ធតែព្រៃអញ្ចឹងពេលហ្នឹងគឺគាត់ឆ្ងល់មែនតើនេះម៉ោង9ជាងហើយមិនបានពូម្នាក់ហ្នឹងគាត់ដើរតែឯងហើយដើរហើយអត់មានភ្លើងពិលអត់មានអីលក្ខណៈអញ្ចឹងប៉ុន្តែបងទូគាត់បញ្ជាក់ថាពេលហ្នឹងគឺមើលអត់សូវឃើញច្បាស់ប្រហែលទេលក្ខណៈយើងចាំងភ្លើងម៉ូតូទៅវាឃើញរឿងខ្មៅរឿងអីចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏ជិះម៉ូតូទៅតាមធម្មតាពីព្រោះគាត់គិតថាប្រហែលជាអ្នកភូមិហីព្រោះគ្មាននរណាគេក្រៅពីអ្នកភូមិទេដែលដើរអញ្ចឹងហើយណាមួយក៏គិតថាចាស់ខ្លះគាត់អត់បាច់ភ្លើងពិលទេគាត់ដើរច្បាស់ដូចថ្ងៃអញ្ចឹងហើយដល់ពេលហ្នឹងគាត់ក៏ជិះទៅស្រាប់តែគាត់ថាជិះគៀកទៅគាត់ឃើញពូម្នាក់ហ្នឹងគឺចម្លែកលក្ខណៈគាត់ដើរមិនមែនដើរដូចយើងធម្មតាទេណាគឺគាត់ដើរលក្ខណៈដូចមនុស្សដែលអោនឈ្ងោកក្បាលចុះមកមុខមកក្រោមលក្ខណៈអញ្ចឹងគឺវាថាដើរអត់មានមើលមុខគាត់គឺបែរមកដីមកក្រោមអញ្ចឹងណាហើយពេលហ្នឹងបងទូគាត់ក៏ឆ្ងល់ដែរពូម្នាក់ហ្នឹងចម្លែកម៉េះហើយពេលហ្នឹងបងរាជគាត់ក៏និយាយថាប្រហែលជាស្មាតូពូម្នាក់ហ្នឹងគាត់វិកលចរិតអីឬក៏គាត់មានបញ្ហាសតិអារម្មណ៍អីចឹងណាគាត់ដើរអីអញ្ចឹងទៅហើយដល់ពេលហ្នឹងក៏គាត់ជិះម៉ូតូអីទៅមុខត្រង់ទៅគាត់មិនឈប់អីទេព្រោះបញ្ញាប់ទៅផ្ទះអញ្ចឹងគាត់ក៏ជិះទៅស្រាប់តែគាត់ថាជិះបានប្រហែលជាខ្ទង់10ម៉ែត្រជាងគាត់ក៏ឃើញពូម្នាក់ទៀតពូម្នាក់ហ្នឹងគាត់ជិះកង់ហើយជិះកង់ហ្នឹងជិះវាថាគៀនផ្លូវប៉ុន្តែបងប្អូនដឹងមិនទេបងទូគាត់ថាពូម្នាក់ហ្នឹងគាត់ជិះកង់ចម្លែកមែនទេគឺគាត់លក្ខណៈដូចជិះឈ្ងោកជិះអីចឹងណាហើយបងទូគាត់គ្រាន់តែឃើញភ្លៀងគាត់ថាពូម្នាក់ហ្នឹងដូចប្រហែលដូចធ្លាប់ឃើញដូចស្តៀងពូដែលគាត់ដើរមិនណាហើយពេលបងទូគាត់គិតអញ្ចឹងទៅគាត់ក៏មិនតន់និយាយដែរតែគាត់ហៅបងរាជថារាជឲ្យជួយមើលពូម្នាក់ហ្នឹងមិនបានជាដូចពូមួយដើរមិញហើយពេលហ្នឹងគាត់ក៏ព្យាយាមមើលគាត់ថាដូចគ្នាមែនតាប៉ុន្តែពេលហ្នឹងគឺគាត់មិនចាប់អារម្មណ៍ណាថាធ្វើម៉េចបញ្ញាប់ទៅផ្ទះទៅហើយណាមួយផ្លូវហ្នឹងវាស្ងាត់ណាយើងរៀងខ្លាចដែរគាត់ក៏ជិះទៅតែគាត់ថាពេលដែលជិះទៅបងប្អូននឹងមិនទេអានឡុងពេលដែលគាត់ជិះគៀកទៅហ្នឹងគាត់ថាអាកង់ធម្មតាវាមានអាឈ្នន់ធាក់មែនទេ
តែគាត់ថាមើលទៅវាអត់មានឃើញជើងពូនឹងធាក់អាកង់វាវិលខ្លួនវាបងប្អូនសម័យរូបភាពហ្នឹងអាឈ្នន់ហ្នឹងវាវិលដូចគេមានគេធាក់អញ្ចឹងតែអត់មានឃើញជើងគាត់ធាក់ហើយអាចង្វាក់ដែលគាត់ឃើញហ្នឹងគឺវាក្បែរនឹងពូម្នាក់ហ្នឹងគាត់ជិះកង់តែអ្វីដែលបងទូគាត់ថាវាគួរខ្លាចជាងហ្នឹងគឺគាត់ព្យាយាមមើលទៅមុខពូម្នាក់ហ្នឹងគាត់ថាពូម្នាក់ហ្នឹងអត់មានក្បាលទេនិយាយទៅគឺអត់មានណាបងប្អូនលក្ខណៈទេហើយបងទូគាត់តែឃើញអញ្ចឹងបងទូគាត់ថាខ្មោចហើយបងរាជហ្នឹងគាត់ឃើញអញ្ចឹងគាត់ក៏ស្រែកណាខ្មោចបើកលឿនហ្នឹងហើយពេលហ្នឹងគាត់ក៏ព្យាយាមបើកម៉ូតូលឿនមែនតើប៉ុន្តែអាចង្វាក់ដែលគាត់បើកហ្នឹងគឺបងរាជនេះគាត់ក៏លេចមកក្រោយបងរាជថាពូម្នាក់ហ្នឹងគឺបាត់ឆឹងនិយាយទៅមកផ្លេតមកហ្នឹងបាត់ពូម្នាក់ហ្នឹងឆឹងហើយដល់ពេលហ្នឹងទៅបងរាជឲ្យបងទូហ្នឹងគាត់ភ័យណាពេលហ្នឹងព្យាយាមតាំងសតិអារម្មណ៍ហើយណាមួយចេះតែព្រឺក្បាលព្រឺខ្នងពីព្រោះគាត់ថាច្បាស់គឺខ្មោច 100% គឺលងគាត់ដោយសារតែបងប្អូនគិតមើលពូម្នាក់ហ្នឹងដំបូងគាត់ឃើញដើរមែនទេតែអាចចង្វាក់ដែលគាត់ជិះម៉ូតូមកហ្នឹងពីព្រោះមនុស្សដើរមិននឹងអាចតន់យើងជិះម៉ូតូមែនទេតែទៅពេលគាត់ជិះបានបន្តិចក្រោយមកស្រាប់តែឃើញពូម្នាក់ហ្នឹងដដែលគាត់ជិះកង់ប៉ុន្តែជិះកង់លើហ្នឹងគឺអត់មានឃើញជើងអត់មានឃើញក្បាលហើយពេលហ្នឹងគាត់ដឹងច្បាស់ថាខ្មោចលងពេលហ្នឹងគាត់ព្យាយាមបើកម៉ូតូបើកឲ្យលឿនណាប៉ុន្តែបងរាជនេះញ័រស្មាតូបងប្អូនគាត់ថាពីរអ្នកគាត់ណាគឺឡើងលិចនោមអ្នកខោដោយសារតែគាត់ថាវាស្រស់ពេកអញ្ចឹងគាត់ព្យាយាមបើកម៉ូតូបន់ម៉ែបន់ឪបន់ព្រះពេលហ្នឹងសូត្រធွာសូត្រអីពីមិនហ្នឹងតាមផ្លូវហ្នឹងហើយបើកម៉ូតូទាំងភ័យទាំងអីពីពូពេលហ្នឹងស្ងាត់ផ្លូវហ្នឹងហើយគាត់ក៏ព្យាយាមបន់រហូតជិះញ័រដៃញ័រជើងរហូតមកដល់ផ្ទះដល់ពេលមកដល់ផ្ទះពុបបងរាជនេះគាត់ឡើងលក្ខណៈក្តៅខ្លួនបងទូគាត់ក៏ក្តៅខ្លួនដែរហើយពេលហ្នឹងឪពុកម្ដាយបងបងទូគាត់ក៏សួរថាហេតុអីបានជាញ័រដូចខ្លាចដូចមិនអញ្ចឹងណាហើយពេលហ្នឹងបងទូគាត់ថាគាត់ឡើងសេសើឡើងលក្ខណៈដូចលេងមានព្រលឹងនឹងខ្លួនណាហើយគាត់អត់ហ៊ានប្រាប់ម្ដាយរបស់គាត់ទេគឺលក្ខណៈនិយាយអត់ចង់ចាញ់ហ្មងដល់ពេលបងរាជនេះគាត់ថាគាត់អត់ហ៊ានទៅផ្ទះទេខ្លាចពូម្នាក់នឹងមកតាមអញ្ចឹងណាគាត់សុំដេកជាមួយនឹងបងទូមកយប់ដែរប៉ុន្តែយប់ហ្នឹងគឺគាត់ញ័រដៃញ័រជើងដូចថាយើងចេះតែសម័យឃើញរូបភាពហ្នឹងវាស្រស់ពេកអញ្ចឹងណាហើយដល់ពេលទៅពុកម្ដាយគាត់ក៏សួរឡើងបានគាត់ប្រាប់ទៅហើយពេលដែលដឹងពីអញ្ចឹងទៅពុកម្ដាយរបស់គាត់ក៏អុជធូបអីណាព្រលឹមឡើងគាត់នាំបងទូហ្នឹងទៅស្រោចទឹកជាមួយនឹងបងរាជហ្នឹងហើយក៏ប្រាប់បងទូបងរាជហ្នឹងថាលើកក្រោយកុំចេះតែដើរលេងឆ្ងាយអញ្ចឹងពីព្រោះឃើញតែដើរគឺជួបអញ្ចឹងហើយពេលហ្នឹងគឺបងរាជបងទូគាត់ថាគាត់ឈប់ហើយកន្លែងហ៊ានដើរលេងអញ្ចឹងហើយដល់ពេលអញ្ចឹងទៅក៏ចាប់ពីពេលហ្នឹងមកគាត់មានអារម្មណ៍ថាគាត់ខ្លាចពេលដែលទៅណាមួយលក្ខណៈផ្លូវស្ងាត់អីគឺគាត់អត់ចង់ហ៊ានទៅទេខ្លាចហ្មងហើយជាពិសេសតំបន់តាមជនបទឬក៏តំបន់សុកស្រែអីគឺគាត់ជិះពេលណាក៏មានអារម្មណ៍ថាវាព្រឺណាអាពេលថ្ងៃមិនស្អីអីតែពេលយប់គឺខ្លាចហ្មងហើយដល់ពេលតាំងពីពេលនោះមកបងរាជគាត់ក៏មិនដែរជួបអីបងទូគាត់មិនដែរជួបអីដែរហើយរហូតដល់ក្នុងឆ្នាំ2016រំលងទៅ2ឆ្នាំបងទូគាត់ក៏មានប្រពន្ធហើយប្រពន្ធគាត់ហ្នឹងគឺនៅខាងភ័យវែងនឹងឯងហើយដល់ពេលគាត់មានប្រពន្ធអញ្ចឹងទៅបងប្អូននឹងមិនអាផ្លូវដែលគាត់ឃើញអាមុនហ្នឹងគាត់ថាគាត់មិនចង់ហ៊ានជិះតាមផ្លូវហ្នឹងទេពីព្រោះពេលហ្នឹងវាមានផ្លូវវាងមួយដែរណាអញ្ចឹងតាមពីគាត់ការជាមួយប្រពន្ធគាត់ហើយគាត់ចេះតែសម័យរូបភាពអាផ្លូវហ្នឹងបងប្អូនលក្ខណៈថាយើងធ្លាប់ឃើញរូបភាពបែបហ្នឹងតែគាត់មិនដែរហ៊ាននិយាយប្រាប់ប្រពន្ធរបស់គាត់ទេខ្លាចប្រពន្ធរបស់គាត់ខ្លាចអញ្ចឹងណាហើយណាមួយក៏គាត់គិតថាប្រហែលជាមកពីគាត់សយអីចឹងទៅពីព្រោះកំឡុងពេលនោះឪពុកម្ដាយគាត់ក៏ប្រាប់ដែរថាគាត់18ឆ្នាំវាមិនមែនគាត់ឆ្នាំទេប៉ុន្តែជាអាយុមួយដែលដូចថាខ្មោចអីវាចូលចិត្តអីចឹងណាអានេះតាមអ្វីដែលបងទូគាត់ឮពីឪពុកម្ដាយរបស់គាត់និយាយហើយណាមួយក៏ទៅរកគ្រូរកអីថារិស័យគាត់ដាក់ចឹងទៅអញ្ចឹងពេលដែលគាត់រៀបការជាមួយប្រពន្ធហើយហ្នឹងគាត់មិនហ៊ាននិយាយទេរឿងហ្នឹងរហូតទៅដល់មានយប់មួយហ្នឹងបងទូគាត់ទៅកម្មវិធីគេប៉ុន្តែបច្ចៈគឺគាត់អត់បានជិះតាមផ្លូវហ្នឹងទេតែក៏គាត់មានឡានជិះដែរបងប្អូនដោយសារតែបងទូតាមពិតទៅគាត់ជាអ្នកដែលកូនអ្នករស់ស៊ីដូចថាពុកម្ដាយគាត់ជាអ្នកលក់ដូរលក់អីបានលក់អីចឹងទៅអញ្ចឹងពេលដែលគាត់ការហើយជាមួយប្រពន្ធរបស់គាត់ហ្នឹងម្ដាយឪពុករបស់គាត់ហ្នឹងក៏ចែកឡានឲ្យគាត់មួយចឹងណាដើម្បីឲ្យគាត់រស់ស៊ីបន្តចឹងទៅហើយបងទូគាត់ក៏លក់ដូរជាមួយនឹងខាងប្រពន្ធរបស់គាត់នៅខាងបៃវែងហ្នឹងអញ្ចឹងអំឡុងពេលដែលគាត់ទៅកម្មវិធីគេពេលហ្នឹងគឺការមិត្តភក្តិរបស់គាត់នៅខាងភ័យវែងចឹងដែរប៉ុន្តែគាត់ថានៅមួយចំហៀងទៀតណាអញ្ចឹងមានន័យថាពេលដែលយើងជិះពីផ្ទះបងទូទៅគឺចំណាយពេលប្រហែលជាខ្ទង់ចិត្ត1ម៉ោងអីបានដល់ខាង
ភូមិឬក៏ខាងស្រុកកូនកំមុំមិត្តភ័ក្តិរបស់បងទូអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់ទៅកម្មវិធីហ្នឹងគាត់ជិះឡានអាឡានមកបាំងកន្លះហ្នឹងហើយដុបប្រពន្ធគាត់ទៅហើយចេញទៅហ្នឹងម៉ោងប្រហែលជា5ល្ងាចណាពីព្រោះឡានគឺយើងជិះទៅវាលឿនដែរហើយណាមួយក៏គាត់ថាជិះឡានវាសុវត្ថិភាពដែរណាអញ្ចឹងពេលដែលគាត់ជិះទៅហ្នឹងតាមធម្មតាទេប៉ុន្តែអាផ្លូវដែលចូលទៅខាងស្រុកភូមិប្រពន្ធរបស់មិត្តភ័ក្តិរបស់គាត់ដែលរៀបការហ្នឹងណាគឺវាចូលតាមផ្លូវលំស្តៀងណាផ្លូវលំដែលគាត់ជួបហេតុការណ៍ហ្នឹងដែរគាត់ណាវាមិនមែនដូចគ្នាទេតែទស្សនវិជ្ជាហ្នឹងគឺអញ្ចឹងណាមានព្រៃសងខាងហើយផ្លូវហ្នឹងលក្ខណៈជាផ្លូវលំផ្លូវគ្រួក្រហមអីចឹងណាប៉ុន្តែពេលដែលគាត់ជិះទៅហ្នឹងម៉ោងប្រហែលជា5ជាងអីទេវាអត់មានទៅល្ងឹតអីខ្លាំងប្រហែលទេហើយណាមួយក៏ជិះទៅជាមួយប្រពន្ធមកគាត់ជិះឡានក៏គិតថាវាមិនអីណាអញ្ចឹងពេលដែលគាត់ជិះទៅដល់កម្មវិធីហ្នឹងគាត់ក៏ហូបចុកអីជាមួយនឹងមិត្តភ័ក្តិរបស់គាត់អីតាមធម្មតាទៅប៉ុន្តែបច្ចេកបងទូគាត់អត់មានហូបចុកច្រើនទេព្រោះគាត់បើកបោអញ្ចឹងពេលហ្នឹងប្រពន្ធរបស់គាត់ក៏ហូបដែរណាមិនមែនប្រពន្ធគាត់អត់ហូបទេបងប្អូនគាត់ថាប្រពន្ធរបស់គាត់គឺចេះប៉ុន្តែគាត់ថាគាត់មិនហូបច្រើនអីដែរទេអញ្ចឹងពេលហ្នឹងគឺសុបាយកម្មវិធីអត់មានបញ្ហាអីណាហើយគាត់ក៏ត្រឡប់មកវិញប៉ុន្តែអំឡុងពេលដែលគាត់ត្រឡប់មកវិញហ្នឹងម៉ោងប្រហែលជា9ជាងហើយពីព្រោះមិត្តភ័ក្តិរបស់គាត់ចេះថាខាត់ដូចថាឯងដេកហ្នឹងហើយឯងកុំជិះបើកបោអីកុំទៅផ្ទះកុំទៅអីចឹងណាប៉ុន្តែបងទូគាត់ថាតាមចិត្តគាត់គាត់អត់ចង់ទៅទេតែដោយសារតែប្រពន្ធរបស់គាត់នេះដូចថាព្រលឹមឡើងគាត់ត្រូវរកស៊ីគាត់ត្រូវបើកតូបើកអីគាត់ត្រូវទិញអីវ៉ាន់ទិញអីអញ្ចឹងយើងនៅកន្លែងគេវាមិនកើតទេហើយណាមួយបើងើបពីព្រលឹមទៅក៏ពិបាកដែរដោយសារតែគាត់ដឹងថាបងទូនេះភាគច្រើនគាត់ដេកអាចថាបើសបឹងអញ្ចឹងស៊ូដេកមក7មក8ភ្លឺមិនតាន់ងើបផងអញ្ចឹងគាត់ថាមានតែទៅឲ្យហើយទៅណាមួយក៏គិតថាមិនសបឹងខ្លាំងណាហើយគាត់សួរបងទូដែរថាបងទូទៅបានអត់ពីព្រោះបើមិនទៅទេគាត់ខាតណាអ្នកអូស៊ីគាត់តែងតែគិតដែរថាវាខាតវាអីចឹងណាបើយើងខាតលក់ខាតអូស៊ីចឹងទៅដាច់ម៉ូយតែអីចឹងទៅអញ្ចឹងបងទូគាត់ក៏អូខេជាមួយពលមកគាត់ថាអត់អីទេគាត់មកបានហើយពេលហ្នឹងក៏គិតថាយើងមកឡានមកអីវាមិនដែរជួបអីទេកុំឲ្យដូចម៉ូតូលក្ខណៈអញ្ចឹងក៏ត្រឡប់មកវិញហើយម្លងពេលដែលគាត់ត្រឡប់មកតាមផ្លូវហ្នឹងស្រាប់តែបងទូគាត់ថាផ្លូវហ្នឹងវាល្ងឹតមែនតើដល់ពេលល្ងឹតចឹងគាត់ចាប់ដើមនឹកឃើញអាហេតុការពីឆ្នាំ2014គាត់ថាមើលទៅវាគួរខ្លាចដោយអាការនោះតិចជិះទៅជួបអីតាមផ្លូវគាត់គិតក្នុងចិត្តអត់ហ៊ាននិយាយទេប៉ុន្តែប្រពន្ធគាត់គឺគាត់អស់កម្លាំងគាត់គេងហើយគាត់ជិះនៅខាងកាប៊ីនខាងមុខជាមួយនឹងបងទូដែរដល់ពេលគាត់ជិះសុកគាត់ថាជិះផ្លូវហ្នឹងទៅល្ងឹតទៅឃើញតែភ្លើងឡានគាត់ស្រាប់តែគាត់ជិះដល់ចំណុចមួយគាត់ថាមិនដឹងយ៉ាងម៉េចទេស្រាប់តែពេលហ្នឹងមានមនុស្សស្រីម្នាក់ប៉ុន្តែមនុស្សស្រីម្នាក់ហ្នឹងគឺលក្ខណៈដឹកដៃកូនណាដូចរបៀបមនុស្សដែលឆ្លងថ្នល់បងប្អូនហើយបងទូគាត់ថាឡានគាត់កំពុងតែលឿនពីព្រោះយប់អីគាត់ជិះវូតទៅស្រាប់តែមនុស្សស្រីម្នាក់ហ្នឹងគាត់ដឹកកូនគាត់កូនស្រីឆ្លងកាត់ថ្នល់ហើយពេលហ្នឹងបងទូគាត់ថាមើលវាអត់ច្បាស់លក្ខណៈព្រាហើយគាត់គិតថាពេលហ្នឹងគាត់សបឹងរៀងធ្លាក់ភ្នែកធ្លាក់អីខ្លាចអីចឹងណាស្រាប់តែគាត់ថាមកវូតហ្នឹងលេងគាត់ជន់ប្រាំងអត់ទាន់គាត់បុកពីតែនឹងផឹងហើយបុកផឹងយ៉ាងទៅបងទូនេះគាត់រៀងភ័យគាត់គាត់បុកគេគាត់ក្នុងចិត្តតែអត់និយាយទេហើយពេលគាត់រៀងជន់ប្រាំងបន្តិចទៅប្រពន្ធរបស់គាត់ក៏ច្រឡោតភ្ញាក់ហើយក៏សួរថាថៃបានបងឯងជន់ប្រាំងចឹងមានអីមែនប្រពន្ធរបស់គាត់ខំអើតមើលលក្ខណៈអើតមើលមុខអើតមើលឆ្វេងស្ដាំអីចឹងទៅប៉ុន្តែពេលហ្នឹងគឺអត់មានមនុស្សអត់មានអីទេណាគឺឃើញតែភ្លើងឡានគាត់ឃើញតែកន្លែងព្រៃហ្នឹងល្ងឹតឃើញតែភ្លើងឡានដែលហ្វាទៅគឺលក្ខណៈអញ្ចឹងហើយពេលហ្នឹងប្រពន្ធរបស់បងទូគាត់ក៏សួរដែរថាបងឯងមានអីគេបានជាឈប់ឡានបានជាជន់ប្រាំងអីចឹងណាហើយបងទូគាត់ថាពេលហ្នឹងគាត់គិតថាគាត់បុកកូនគេអ្នកភូមិអីចឹងណាឬក៏មនុស្សនៅក្នុងភូមិអីចឹងទៅគាត់មិនចង់រត់មិនចង់អីដោយសារគាត់មានទំនួលខុសត្រូវហើយណាមួយគាត់ក៏គិតថាមិនហ្នឹងជាកំហុសរបស់គាត់ដែលគាត់ដូចថាធ្លាក់ភ្នែកគាត់រៀងស្វាំងមួយផ្លែតអីចឹងណាព្រោះគាត់ហូបចុកគ្រឿងស្វាំងខ្លះហើយដល់ពេលហ្នឹងទៅគាត់បំរុងនឹងបើកទ្វារឡានចុះទៅមើលអីចឹងណាប៉ុន្តែបងប្អូនដឹងមិនទេអាម្លងពេលដែលគាត់រៀបនឹងបើកទ្វារឡានចាញ់ស្រាប់តែភ្នែកគាត់ហ្នឹងដៀងទៅខាងស្ដាំដៃទៅអាចំហៀងព្រៃគាត់ថាគាត់ឃើញមនុស្សស្រីម្នាក់លឺអត់មានមុខទេលក្ខណៈថាមើលទៅវាគួយអាលងលឺឈរមកមានសក់វែងសក់អីប៉ុន្តែកាអាវអីបងប្អូនលក្ខណៈថាមើលទៅវាសិតតែឈាមហើយបងទូគាត់គ្រាន់តែឃើញអញ្ចឹងបងទូថាមិនមែនជាមនុស្សទេគឺជាខ្មោចពីព្រោះអារូបភាពដែលគាត់ឃើញហ្នឹងវាមិនមែនធម្មតាទៀតមនុស្សស្រីដែលគាត់ឃើញឈរហ្នឹងមិនមែនឈរដូចថាស្មើដីដូចយើងណាលក្ខណៈយើងខ្ពស់
cứ lại cái nãy đôi mình đưa cái bông tè ha chó lại cái nãy nhớ á hay bông tu quạt cả lấy khơi cho quạt nhẹ luôn hay quạt có bậc lan á quạt tròn gà vui rồi hay bông mà quạt số tha mình đừng ấy bọn này bông tu quạt ăn hiền giấy na bọn tay chồng bạn đây bông tu quạt bậc lan nữa quạt tha quạt khơi mình đưa sấy mình nè nữa công bông tay rút tam lan quạt hay áp đó bông tu mưa cái chọn mưa trồng hiền ó quạt tha quạt khơi lòng sдай tay quạt ăn hiền phèo bông mà quạt đấy na bọn này có ăn đang là bông mà quạt khơi như có thể quạt sử dụng bao của lươn tàu nhọt đai nhọt trường phơi phong ai phong bọn tay ban mình tu cày màu có bắt mình nơi sấy mình nắng á ọt khơi thì là hô đó quạt bao của lươn là hốt đó làng đào là thùng ai quạt có bòn không chật bòn ấy chứ na có thạc màu gì đây màu lông qua thế đây tay quạt ở thiên giấy bẹp bún này sử dụng bao là hốt ban quạt mà đỏ tè đầu pin mà đỏ tè quạt chập đám trong mà mưa làn mà mưa thật ta ở vậy để quạt bọc mà nhá chỉ mà nơi bật cát đứa có ọt thì chứ đứa có chỉ màu chứ vì ta dừng nơi ta sang sái á chẳng bị đấng cô mà mưa bọn thái bị để quạt mà mưa á có tha vì ăn miên khơi ấy gì lẽ cái nãy ta xong bây ta cặp bứt xong bây ta snam ấy muối cứ ăn miên khơi ấy đừng cứ lan quát thua mà đà ăn miên ấy khó phải ở đây thì ở đầu pin tức một tu thạo mà những mồi lông qua đây tôi có lần nhúa đây qua đó lẽ cái nãy lần đò một quạt xùa tha miên đường ấy chẳng á bông tú quạt cò ở toàn giấy ở ta lấy lăng từ lửa tia sân chạm quạt giấy hay bên nó có quạt tiền thu thì ấy mòn giấy bòn sòn chấm niềng tia ấy chẳng á hay bịตัวไปกอดเอาถูกหายกอดบอลสลันหายกอดก็จับดามเลือกแหดก้าได้กอดบานชูบนั่งอ่ะเติมแผลปะปนมากอดดอกเปแผลหายปะปนมากอดนั่งอ่ะก็จับดามเสลอเพลย์จ้ะก็ทำบ้องบางไอ้ยัยเลี้ยยัยแมนขโมยลงแมนไอ้ให้มันบานยัยจงมันเคยให้ไปนั่งมองตู้ก็ทำแมนแต่ปะปนมากอดชื่อทีปนมากอดท่าเวียมันได้ดิเวียมันได้ขโมยนั่นลงจังอ่ะไอ้ดอกเปถ้ากอดมันพิจารณาอธิบายนะก็ถ้าเบอร์อะไรมันชื่อก็ตามนั่งถือlà hồi đó quạt riệp tràm kế nhá nè, bọn này bông tu có thay dụng nâng ạ, quạt cây ăn lũ sao, cứ lẽ cái nã sầm mai à rút hiệp nâng tiết á, cứ khơi sải khơi mình sấy mình nó ăn miên mục tiền ôn lẽ cái nã mục làng luông làng hao mới giống á, mưa tới ăn trôi thì, bọn thay quạt khơi rút hiệp luôn pran mình sấy mình nó miên pẹ rô, lẽ cái nã rô biển so bài biển li bò thảo tít tít á, tại miên chia miên ấy bật lặng bên mà nâng, ở đây bên tao bông tu quạt thay dụng nâng ạ, cứ quạt bật phần này khơi rút hiệp nâng bảo ọt miên bắt pi năng này vậy tôi cứ cua lại mình thèn là hô đó màu hai chia đọc dục bằng tôi quạt cái bông tè đi ở sao nữa á xếp tay mình đang nhầm mách một tẹt quạt rồi quạt lưu sầm lấy sky lưu vì lưu không bị thua mặt đá vì bố thua mặt đá cái và vì lưu hái cứ lại cái nã tha vì lưu mà cha yên ta được có vì lưu tam tẹt còn đây ní có tham mấy đi cứ lưu lại cái nã vì sòng rọc mà một tẹt quạt á hay bông tôi có tha cái bông tè sầm mai rút hiệp nâng cái bông tè khai bóng sập tại khai nó vì lưu hay đầu tiên tôi sập tại bông tu quạt chọc đào ngượng quỳ phong chọc đào tờ tọp quỳ phong chọc đào ấy phong ta khai với cái tờ lù là hô tờ đó bộ bồn bạc quạt này lương chẳng à bộ bồn một con cọp nhã na có su thả bong mấy ban khai lù mày có su chẳng á lại cái con phơi á hay bông tu có tháp bên đó có đun nơi cho mùi bông này không bị bạc quạt hay quạt có chọc đào tập rạp hạt cá đó là bông này không bị bạc quạt bông này không bị bạc quạt có ở thu ấy mà xa thiệt chẳng na phép ta cùng oi mà rô rương oi mà lông ở dân thư hay bắt to bị ở thu hào có cái nó vì ngắt á là cái nạn tha vì admin pro bên IT chẳng bộ quán có show mà kênh mình con tái xẹp tài màu hai chiều pin đọc màu mùa dục á cái nó vì lưu tiệt vì là đã lưu mà một theo bóng tu lưu men then là hô đó có tha quạt lấy hiền xong mấy thằng ngợp á quạt tu pui pin nhạc đây pun quạt tu vì cua khai là cái nã sầm lấy khai lú nó việc mình thò mà đá đấy nào mà muốn hay đọc về nhưng ta cọp sử dụng thông minh là hốt từ đó làm làng xem tái miên y mà nè nó quạt chọp tia bong tú á tia nó tam cho nó bắt cứ quạt ở miên thư là bong thư ấy là cái nã băng chất ấy đi người ta dừng mưa kia khơi chẳng á xem tái y mà nè nó quạt xua tha dụng mình nó hai ấy ban chỉ mình oi mùi làng đây là tia oi mùi lần cùi lừa lan từ ấy hay bị nó xẹp tái bông tú có ngon mà thèn bị bố tia quá nó mình không mua sấy mà nè dụ bà hai giờ tông đọc cho nam sa người nhân thơ hay đọc bị su không mua sấy qua rồi tha cho bánh mèo anh bên trong mà cổng tia mình bằng cùi lừa lan đây on màu hai chữ pin đọc chiêng màu mua vô bá hay bị nó bông tú quá chọc áo bự cái ba màu có tha không mua quạt vô mình on bên cho thực hổm thế không mua quạt nơi kia cho mùi nâng bông này không bị bà quạt để chẳng á hay quạt cả su không mua quạt bà trẻ đây tha dụ mình không mua anh bên từng cùi lừa lan nâng on hay bên nó
ក្មួយគាត់ថាអត់ទេខ្ញុំអត់បានទៅគេងហ្នឹងទេខ្ញុំនៅគេងមួយម៉ាក់យាយអីចឹងណាហើយដល់ពេលអ៊ីម្នាក់ហ្នឹងគាត់ក៏ឆ្ងល់ដែរគាត់ថាហើយចូលយប់មិញគាត់ឃើញនរណាគេងចុះហើយពេលដល់បងទូគាត់លឺចឹងបងប្អូនគាត់ថាគាត់ឡើងព្រឺរួមហ្មងណាព្រោះគាត់សម័យឃើញគាត់ដឹងថាអ្វីដែលអ៊ីម្នាក់ហ្នឹងឃើញប្រហែលជាមិនមែនមនុស្សហើយគាត់ក៏ព្យាយាមសួរអ៊ីម្នាក់ហ្នឹងថាយប់មិញហ្នឹងអ៊ីឃើញបែបម៉េចឃើញម៉េចចឹងណាហើយពេលហ្នឹងអ៊ីម្នាក់ហ្នឹងគាត់ក៏ចាប់ផ្ដើមរៀបរាប់អំពីរឿងរ៉ាវដែលគាត់បានឃើញដោយយប់មិញហ្នឹងអ៊ីម្នាក់ហ្នឹងគាត់មិនលឺសំឡេងឆ្កែលូមែនទេគាត់លឺខ្លាំងមែនទេហើយអំឡុងពេលដែលលូហ្នឹងអ៊ីម្នាក់ហ្នឹងគាត់ក៏ប្រចាំងពិលមកដូចថាដំបូងគាត់ប្រចាំងពិលទៅមុខផ្ទះគាត់ណាគាត់ឆ្ងល់គាត់ថាអីស្អីគេយើណាគាត់ឲ្យខ្លាចទេដល់ពេលគាត់ប្រចាំងមើលទៅគាត់ថាអត់មានអីទេនៅមុខផ្ទះគាត់ណាដល់ពេលចៃដន្យនេះគាត់កលីអាភ្លើងពិលហ្នឹងមកផ្ទះរបស់បងទូនេះហើយផ្ទះបងទូហ្នឹងមានឡានមួយចឹងណាឡានគាត់ជិះហ្នឹងអញ្ចឹងគាត់ប្រចាំងមកស្រាប់តែអាឡានមកបាំងកន្លះនេះគាត់ឃើញអាកតុយក្រួយហ្នឹងឃើញមនុស្សស្រីម្នាក់ក្មេងលក្ខណៈដូចមនុស្ស10ឆ្នាំស្ដៅអញ្ចឹងណាកំពុងតែអង្គុយបែរខ្នងស្រាប់តែអ៊ីម្នាក់ហ្នឹងគាត់ក៏លេចឆាច់អញ្ចឹងទៅគាត់ក៏ព្យាយាមប្រចាំងពិលប៉ុន្តែប្រចាំងពិលគាត់ដូចថាគាត់ប្រងស្រីសួរណាប៉ុន្តែគាត់គាត់ថាកុំឲ្យស្រីសួរទៅរំខានគេអញ្ចឹងគាត់ក៏មិនហ៊ានសួរដែរតែគាត់ថាពេលដែលគាត់ប្រចាំងពិលបែរទៅឲ្យមកចំហៀងទៅបន្តិចលក្ខណៈថាយើងប្រចាំងពិលចាញ់វិញអញ្ចឹងណាគាត់ក៏កលេចមកភ្លឹងពិលមកផ្លែតហ្នឹងស្រាប់តែគាត់ថាបាត់ក្មេងស្រីម្នាក់ហ្នឹងហើយដល់ពេលអ៊ីម្នាក់ហ្នឹងគាត់ឆ្ងល់គាត់ថាហើយមកអូនមិញទៅណាលឿនមែនអញ្ចឹងណាហើយគាត់ឆ្ងល់មែនតែពេលហ្នឹងអត់ហ៊ានសួរគេដែរព្រោះយប់ណាអញ្ចឹងគាត់ទុកក្នុងចិត្តទៅហើយគាត់ក៏ព្យាយាមឡើងទៅគេវិញអញ្ចឹងណាហើយដល់ពេលគាត់ភ្ញាក់ពីព្រលឹមឡើងនេះបានគាត់សួរបងទូបែបហ្នឹងដល់ពេលបងទូគាត់លឺបែបហ្នឹងបងទូគាត់ភ័យណាប៉ុន្តែគាត់ក៏ព្យាយាមតាំងស្តិអារម្មណ៍គាត់ថាប្រហែលជាអ៊ីម្នាក់ហ្នឹងគាត់ប្រើភ្នែកឬក៏អីហីតែអ៊ីម្នាក់ហ្នឹងក៏បញ្ជាក់ច្បាស់ថាគាត់ឃើញអញ្ចឹងពេលហ្នឹងស្រាប់តែបងទូគាត់ចាប់ផ្ដើមប្រាប់ឪពុកម្ដាយរបស់គាត់ថាឥឡូវយកឡានហ្នឹងទៅស្រោចទឹកដើម្បីដូចថាកុំឲ្យមានខ្មោចមានអីមកតាមអីចឹងណាប៉ុន្តែអំឡុងពេលដែលគាត់បំរុងនឹងទៅយកអាឡានហ្នឹងស្រោចទឹកស្រាប់តែគាត់ថាក្មួយរបស់គាត់នេះស្រែកមកលក្ខណៈថាក្មួយគាត់ពេលហ្នឹងគឺអត់មាននៅមួយពួកគាត់ទេដូចថាគាត់នៅមុខផ្ទះលេងស្រាប់តែក្មួយគាត់ស្រែកមកអ៊ីលក្ខណៈគាត់ស្លន់គាត់ហើយដល់ពេលអញ្ចឹងទៅក៏ម្នាក់ចាប់ផ្ដើមរត់ទៅអោបក្មួយរបស់គាត់ហ្នឹងសួរថាមានរឿងអីហើយក្មួយរបស់គាត់ហ្នឹងឈ្មោះថាលីកាសួរថាលីកាមានរឿងអីក្មួយមានរឿងអីអញ្ចឹងណាស្រាប់តែក្មួយគាត់អត់និយាយអីលក្ខណៈគាត់ភ័យគាត់ច្អល់ទៅលឿនឡានហ្នឹងហើយដល់ពេលទៅម្នាក់ក៏ចាប់ផ្ដើមព្រឺណាអាពងតែនិយាយគ្នាហើយមិញហ្នឹងហើយស្រាប់តែសុកក្មួយគាត់ស្រែកអញ្ចឹងដល់ពេលអញ្ចឹងទៅអ៊ីអ្នកចិត្តខាងហ្នឹងគាត់ក៏រៀងភ័យណាមុខគាត់រៀងស្លេកស្លាំងហើយក៏ចាប់ផ្ដើមយកលីកាហ្នឹងមកអង្គុយលើខែក្រោមផ្ទះហ្នឹងមកឲ្យលីកានិយាយថាក្មួយឯងឃើញអីគេអញ្ចឹងណាស្រាប់តែលីកាគាត់និយាយលក្ខណៈគាត់ញ័រដៃភ្នែកគាត់ក្លាប់ចាក់មើលទៅឡានអញ្ចឹងណាគាត់និយាយថាអំឡុងពេលដែលគាត់លេងក្បែរនៅកន្លែងឡានហ្នឹងស្រាប់តែគាត់ឮសំឡេងក្មេងស្រីម្នាក់ហៅគាត់ហេម្នាក់មកលេងមួយគ្នាហើយដល់ពេលគាត់ក៏លេងឆាច់ដំបងគាត់ថាអត់ឃើញទេស្រាប់តែគាត់ថាពេលដែលគាត់ដើរទៅគៀកឡានហ្នឹងដូចថាយើងដើរកលឹងឡានហ្នឹងគាត់ដៀងភ្នែកទៅមើលអាកន្លែងកតុយក្រួយឡានហ្នឹងគាត់ថាគាត់ឃើញក្បាលមនុស្សស្រីម្នាក់ក្មេងមកបងលក្ខណៈថាអឺចេញពីអាកន្លែងប្រឡោះអង្គុយក្រួយហ្នឹងប៉ុន្តែភ្នែកម្នាក់ស្រីហ្នឹងគឺអត់មានប្រស័យភ្នែកទេលក្ខណៈភ្នែកឡើងសស្លាំងហើយមុខឡើងស្លេកហើយសម្លក់មកកាន់គាត់លក្ខណៈអញឹមតែអញឹមគួរខ្លាចប៉ុន្តែអត់មានឃើញខ្លួនទេឃើញតែក្បាលឃើញតែមុខអីចឹងណាដូចមនុស្សអឺតមកហើយបងទូគាត់ថាពេលដែលគាត់លឺអញ្ចឹងគាត់ព្រឺក្បាលមែនគាត់ថាឡានគាត់ប្រកាសជាក្មេងស្រីម្នាក់ហ្នឹងមកតាមហើយប្រកាសជាខ្មោចអញ្ចឹងណាយកម្នាក់ក៏ចាប់ផ្ដើមភ័យរហូតទៅដល់ឪពុកម្ដាយក្មេងរបស់បងទូនេះគាត់ថាមិនកើតទេអញ្ចឹងមានតែនិមន្តប្រសង់មកឲ្យប្រសង់ជួយប្រោះព្រំឲ្យពីព្រោះអត់ចង់ជិះឡានហ្នឹងនេះខ្លាចអញ្ចឹងក៏ឲ្យប្រសង់មកនិមន្តប្រសង់មកណាឲ្យលោកមកជួយប្រោះព្រំអីចឹងទៅហើយក៏ឲ្យលោកជួយមានសន្តិការនិយាយថាឲ្យទៅវិញទៅក៏មកតាមក៏មកអីចឹងណាអញ្ចឹងក៏បន្ទាប់ពីធ្វើពិធីហើយបងទូថាគាត់ក៏មានអារម្មណ៍មានស្បោយប៉ុន្តែនៅតែមានអារម្មណ៍ថាខ្លាចពេលហ្នឹងមកផ្ទះគាត់គឺម៉ោងប្រហែលជា5ជាង6អីហ្នឹងគឺមានអារម្មណ៍ថាព្រឺហើយពីព្រោះអត់ដល់ម៉ោង7 8យប់អីហ្នឹងក៏គាត់ដូចថារៀងនៅអង្គុយលេងនៅអីក្រោមផ្ទះណាតែចាប់ពេលហ្នឹងមកមានអារម្មណ៍ថារៀងព្រឺប្រញាប់ឡើងទៅលើផ្ទះហើយណាមួយក្មួយគាត់ក្មេងអត់ចង់ឲ្យគ្នាឃើញអីចឹងអញ្ចឹងក៏ឡើងទៅលើផ្ទះទៅហើយស្រាប់តែដល់ពេលយប់ឡើង
បងទូថាវាអត់មានរឿងអីទេប៉ុន្តែស្រាប់តែម៉ោងប្រហែលជា4 7ភ្លឺមានពូម្នាក់ដែលមិនដឹងថាពូម្នាក់ហ្នឹងគាត់កើតអីណាស្រាប់តែគាត់ជិះម៉ូតូមកត្រែនគាត់ស្រែកគាត់ថាខ្មោចចឹងទៅដល់ពេលហើយពូម្នាក់ហ្នឹងគាត់ក៏ដួលម៉ូតូឬវាថាដួលចូលទៅគៀនលបងផ្ទះគេទៅគាត់រត់ទៅបាត់ទៅដល់ពេលលឺចឹងទៅម្នាក់ក៏ភ្ញាក់ក៏សួរគ្នាទៅថាពីណាគេចឹងណាប៉ុន្តែអត់មានណាគេដឹងទេហើយរហូតដល់ព្រលឹមឡើងបានពូម្នាក់ហ្នឹងគាត់ប្រាប់រឿងរ៉ាវទៅកាន់គ្រួសាររបស់គាត់ប្រាប់អីទៅគាត់ថាមុខផ្ទះរបស់បងទូហ្នឹងគឺគាត់ឃើញខ្មោចហើយពេលដែលបងទូគាត់លឺចឹងគាត់កាន់តែភ័យហ្នឹងមែនទេដោយសារតែអាម្សិលមិញហ្នឹងអត់ទៅធ្វើពិធីហើយនិមន្តព្រះសង្ឃមកប្រោះព្រំហើយប៉ុន្តែឥឡូវហ្នឹងស្រាប់តែលឺពូម្នាក់ហ្នឹងថាយប់មិញឃើញខ្មោចទៀតអញ្ចឹងក៏កាន់តែភ័យណាហើយគ្រួសារបងទូគ្រួសារអ៊ីដែលនៅជាប់ផ្ទះគាត់ហ្នឹងលឺអញ្ចឹងកាន់តែភ័យពីព្រោះពួកគាត់ទាំងអស់គ្នាហ្នឹងសិតតែដឹងសិតតែលឺអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅក៏នាំគ្នាទៅសួរពូម្នាក់ហ្នឹងថាឃើញមិនអញ្ចឹងណាហើយពូម្នាក់ហ្នឹងគាត់ក៏រៀបរាប់អំពីហេតុការណ៍យប់មិញដោយពូម្នាក់ហ្នឹងគាត់ថាម៉ោងប្រហែលជា3អីហ្នឹងមកពី3 7ភ្លឺហ្នឹងដូចថាពេលហ្នឹងគាត់ជិះម៉ូតូទៅយកត្រីពេលពួកគាត់ទៅទិញត្រីទៅឲ្យយកទៅលក់គាត់ទៅផ្សារដល់ពេលគាត់ជិះទៅតាមផ្លូវហ្នឹងដំបងគាត់អត់ចាប់អារម្មណ៍ទេប៉ុន្តែគាត់ថាពេលដែលគាត់ជិះដល់មុខផ្ទះបងទូគាត់ឃើញមនុស្សស្រីម្នាក់ឈរបែរខ្នងលក្ខណៈថាឈរបែរមើលទៅកាន់មុខផ្ទះបងទូប៉ុន្តែគាត់ថាគាត់អត់ដឹងថាជានរណាទេតែឃើញមនុស្សស្រីហ្នឹងឈរសក់វែងហើយបាំងសក់បាំងអីចិត្តអញ្ចឹងណាហើយដល់ពេលពូម្នាក់ហ្នឹងគាត់ឆ្ងល់គាត់ថាអីនរណាគេមិនបានជាមកឈរស្មើនឹងមានការអីអញ្ចឹងណាអញ្ចឹងគាត់ក៏ជិះទៅដល់មុខហ្នឹងហើយអំឡុងពេលដែលគាត់ជិះទៅដល់ក្បែរមនុស្សស្រីម្នាក់ហ្នឹងគាត់អត់បានចាប់អារម្មណ៍ទេគាត់ថាឃើញសភាពធម្មតាដូចជាមនុស្សយើងធម្មតាអញ្ចឹងណាហើយគាត់ក៏ស្រែកសួរតែគាត់ជុំម៉ូតូនេះណាដូចថាយើងស្រែកសួរពីចម្ងាយសួរប្រយោលអញ្ចឹងទៅពូម្នាក់ស្រីហ្នឹងគាត់ឈរនៅគៀនលបងនោះទេហើយពូម្នាក់គាត់សួរថាណាគេហ្នឹងមិនបានជាមកឈរហ្នឹងមានការអីក្មួយអញ្ចឹងណាគាត់សួរអញ្ចឹងតែមនុស្សស្រីម្នាក់ហ្នឹងអត់ឆ្លើយនឹងគាត់ទេហើយពូម្នាក់ហ្នឹងគាត់ក៏ជិះហួរទៅដោយសារគាត់បញ្ញាប់តែគាត់រៀងនិយាយតិចណាគាត់ថាអីរឹកម៉ែមនុស្សស្រីម្នាក់ហ្នឹងឯងខំសួរប៉ុណ្ណឹងហើយអត់មានឆ្លើយសោះស្រាប់តែពូម្នាក់ហ្នឹងគាត់ជិះទៅបន្តិចគាត់ចង់ដឹងគាត់ងាកមកក្រោយបន្តិចបងប្អូនដឹងមិនទេអាភ្លើងម៉ូតូគាត់អាខាងក្រោយវាមិនភ្លឺមែនទេអាភ្លើងក្រហមហ្នឹងដូចថាគាត់រៀងជន់ប្រាំងប្រអន់ទៅគាត់ងាកមើលដល់ពេលអាគាត់ងាកមើលហ្នឹងគាត់ថាមនុស្សស្រីម្នាក់ហ្នឹងបងប្អូនគឺប្រវល់ក្បាលប្រវល់មកជុំបងប្អូនហើយទៅពេលប្រវល់ហើយបែរមកមើលមុខពូម្នាក់ហ្នឹងហើយពេលដែលគាត់ឃើញមុខមនុស្សស្រីម្នាក់ហ្នឹងបងប្អូនគាត់ថាសុទ្ធតែឈាមពេញមកមុខហើយភ្នែកគឺលក្ខណៈសម្លក់ហើយពណ៌ឡើងសភ្នែកដល់ពេលហើយបងប្អូនហើយពូម្នាក់ហ្នឹងគាត់គ្រាន់តែឃើញអញ្ចឹងគាត់ស្រែកមកខ្មោគាត់ទប់អារម្មណ៍អត់បានណារហូតដល់គាត់ឆេមទៅបុកអាព្រៃដែលនៅសងខាងលបងសងខាងគេហ្នឹងបុកប្រាវទៅគាត់ក៏រត់ចុះពីម៉ូតូសំដៅទៅផ្ទះគេនៅក្បែរហ្នឹងវាថាជាផ្ទះបងប្អូនគាត់ហើយគាត់ក៏ប្រាប់រឿងរ៉ាវហ្នឹងទៅប៉ុន្តែពេលយប់ហ្នឹងគឺអត់មានណាគេហ៊ានចេញក្រៅណាហើយក៏នាំគ្នាអុចធូបអុចអីហ្នឹងទៅអញ្ចឹងពេលហ្នឹងបងទូគាត់ថាគាត់តែគាត់លឺបែបហ្នឹងគាត់ភ័យហ្មងប៉ុន្តែសភាពមនុស្សស្រីម្នាក់ហ្នឹងមិនមែនជាកូនក្មេងទេហើយបងទូគាត់ដឹងច្បាស់ជាងគេដោយសារតែអារូបភាពដែលគាត់ឃើញថ្ងៃមុនគាត់ថាប្រកាសជាមនុស្សស្រីម្នាក់ហ្នឹងហើយតែគាត់ថាអារូបភាពគាត់ឃើញថ្ងៃមុនហ្នឹងម្នាក់ស្រីហ្នឹងអត់ឃើញមុខទេប៉ុន្តែហេតុអីបានជាពូម្នាក់ហ្នឹងគាត់ឃើញមុខអានេះគាត់អត់យល់ដែរហើយស្រាប់តែពេលគាត់ដឹងអំពីរឿងរ៉ាវទាំងអស់ហ្នឹងហើយគាត់ក៏ពិភាក្សាជាមួយគ្រួសាររបស់គាត់ជាមួយនឹងអ៊ីដែលនៅក្បែរខាងនោះសួរថាឥឡូវយើងគួរតែទៅរកគ្រូទៅពេលព្រោះអត់ដឹងថាម៉េចទេបានជាខ្មោចតាមមកដល់មុខផ្ទះតាមអីចឹងណាអញ្ចឹងក៏នាំគ្នាទៅរកគ្រូទាំងអ៊ីម្នាក់ដែលនៅក្បែរនោះក៏ទៅជួបគ្រូទៅជួបអីចឹងណាហើយដល់ពេលគ្រូមើលទៅបានដឹងថាវិញ្ញាណខ្មោចម្នាក់នោះគឺធ្លាប់មាននិស្ស័យជាមួយនឹងបងទូពីជាតិមុនមកប៉ុន្តែមិនដឹងថាជានិស្ស័យអីទេហើយបងទូហ្នឹងគឺគាត់គត់ឆ្នាំពីព្រោះអាមឡុងពេលឆ្នាំ2014ហ្នឹងបងទូមិន8 10ឆ្នាំហើយណារហូតដល់ពេលដែលបងទូជួបនៅក្នុងឆ្នាំ2016ហ្នឹងគាត់មិនត្រូវឡើងដល់20ឆ្នាំហើយណាអញ្ចឹងគាត់គត់ឆ្នាំហើយវិស័យគាត់ដាក់ហើយដល់ពេលគាត់ជិះតាមផ្លូវហ្នឹងទៅខ្មោចគឺបង្ហាញខ្លួនមកលងឲ្យបងទូឃើញអញ្ចឹងទៅប៉ុន្តែខ្មោចស្រីម្នាក់ហ្នឹងគឺមានកំហឹងលក្ខណៈថាដូចតាមរោអ្នកណាម្នាក់តាមរោកូនតាមរោអីចឹងណារបៀបថាមនុស្សបាត់កូនណាហើយដល់ពេលអញ្ចឹងទៅស្រាប់តែបងទូគាត់ភ័យ
គាត់ក៏ប្រាប់គ្រូថាឥឡូវលោកគ្រូជួយខ្ញុំផងធ្វើមិនទៅពេលព្រោះខ្មោចនឹងមកតាមគាត់ដល់មុខផ្ទះអីចឹងណាអញ្ចឹងពេលនោះលោកគ្រូគាត់ក៏ព្យាយាមធ្វើខ្សែធ្វើអីពេលឲ្យបងទូពាក់អីឲ្យចឹងទៅរហូតដល់ពេលដែលគ្រូនឹងគាត់ធ្វើពិធីហើយគាត់ក៏ថាឥឡូវជូនគាត់ទៅផ្ទះបងទូទៅហើយបងទូគាត់ក៏ទៅប្រោះព្រំឡានហ្នឹងមួយសារទៀតណាពីព្រោះថាអាចនឹងវិញ្ញាណក្មេងស្រីម្នាក់ហ្នឹងអាចនឹងនៅក្នុងឡានហ្នឹងឬក៏មិនទាន់ទៅណាបានឬក៏អំណាចនៃកម្មពីដែលគាត់សាងពីមុនមកគាត់ទាន់រួចផុតអីចឹងណាហើយណាមួយក៏លោកគ្រូម្នាក់ហ្នឹងគាត់ចង់ធ្វើពិធីនៅក្នុងផ្ទះហ្នឹងមុខផ្ទះហ្នឹងអញ្ចឹងទៅកុំឲ្យខ្មោចហ្នឹងអាចចូលមកបានចូលមកអីចឹងទៅប៉ុន្តែមានហេតុការណ៍មួយទៀតដែលបងទូគាត់ថាហេតុការណ៍មួយហ្នឹងណាគឺគ្រួសារគាត់អត់បានដឹងដូចគាត់ទេអំឡុងពេលថ្ងៃហ្នឹងណាម៉ោងប្រហែលជា9ម៉ោង10នេះពេលដែលលោកគ្រូគាត់កំពុងតែប្រោះព្រំជុំវិញផ្ទះហ្នឹងណាស្រាប់តែបងទូគាត់ថាពេលហ្នឹងគឺរាសីគាត់ដាក់មែនទេណាគាត់ក៏លេខទៅមើលអាមុខលបងផ្ទះបងប្អូននឹងមិនហ៎មុខផ្ទះគាត់ហ្នឹងមានដើមឈើមួយរបៀបថាដើមឈើដើមគរដើមអីចឹងណាបងទូគាត់ចោលភ្នែកទៅមកវប់ទៅគាត់ថាគាត់ឃើញមនុស្សស្រីម្នាក់ហ្នឹងកំពុងតែអង្គុយតម្លាក់ជើងបែរមកមើលគាត់ប៉ុន្តែឈ្ងោះក្បាលបន្តិចណាដូចថាកំពុងតែអោនមកមើលគាត់ចឹងណាប៉ុន្តែបងទូគាត់ថាលើកហ្នឹងគាត់ឃើញមុខម្នាក់ស្រីនោះច្បាស់ហ្មងគឺគាត់ស្លៀកពាក់សបែបលក្ខណៈយ៉ាងប្រផេះតិចណាហើយគាត់ទម្លាក់ជើងមកហើយទម្លាក់អណ្ដាតមកបងប្អូននិយាយទៅអារូបភាពនោះបងទូថាគាត់សម័យក៏ព្រឺក្បាលដែរណាលក្ខណៈទម្លាក់អណ្ដាតស្ទល់មកកងែកកមើលមកកាន់គាត់សម្លក់ភ្នែកឡងធំហើយមុខគាត់សុទ្ធតែឈាមខ្លួនអីបងប្អូនឃើញសុទ្ធតែឈាមហ្មងហើយបងទូគាត់ថាអាចង្វាក់ដែលគាត់ឃើញមកគឺមនុស្សស្រីម្នាក់ហ្នឹងកំពុងតែមើលមកកាន់គាត់ណាហើយគាត់តែក្លែកឆាច់ទៅគាត់ព្រឺគាត់ថាអឺចឹងគាត់ស្រីអឺខ្មោចដល់ពេលចឹងទៅលោកគ្រូគាត់សួរទៅថៃចឹងណាដល់បងទូគាត់ប្រាប់ថាមិញនោះគាត់ឃើញនៅកន្លែងដើមគោមួយនោះប៉ុន្តែពេលគាត់ក្លែកមកឆាច់ទៀតគឺបានណាលក្ខណៈគាត់ឃើញមកផ្លេតចឹងណាហើយដល់ពេលលោកគ្រូនឹងគាត់ឃើញចឹងទៅបានលោកគ្រូនឹងគាត់ក៏ព្យាយាមមើលមកទូមួយសាទៀតដល់ពេលគាត់មើលមកទូមួយសាទៀតបងប្អូននឹងមិនហ៎លោកគ្រូគាត់សម្លក់មើលទៅមុខបងទូគាត់ថាអាក្រោមភ្នែកបងទូហ្នឹងមានបជ្រុយភ្នែកមួយបជ្រុយភ្នែកហើយដល់ពេលលោកគ្រូនឹងគាត់និយាយថាអូបជ្រុយនេះគឺបជ្រុយដែលឃើញខ្មោចអីចឹងណាហើយដល់ពេលបងទូគាត់លឺអញ្ចឹងបងទូកាន់តែភ័យណាគាត់ថាអីគាត់អាចដឹងថាបជ្រុយនឹងបជ្រុយឃើញខ្មោចបជ្រុយអីណាហើយបងទូគាត់ថាពេលដែលគាត់លឺគ្រូនិយាយអញ្ចឹងបានគាត់ចាប់អារម្មណ៍ថាគាត់តាំងពីក្មេងគាត់ធ្លាប់ជួបរឿងរ៉ាវចម្លែកច្រើនណាប៉ុន្តែដូចថាវាមិនមែនស្រស់លក្ខណៈដូចឃើញបន្តិចវាចម្លែកអីចឹងណាតែគាត់ដែរចាប់អារម្មណ៍ថាជាខ្មោចទេហើយដល់ពេលឥឡូវនេះពេលដែលលោកគ្រូគាត់និយាយចឹងបានបងទូគាត់ចាប់អារម្មណ៍ថាតាមពិតគឺគាត់មានបជ្រុយមើលឃើញខ្មោចហើយដល់ពេលដែលគាត់លឺអញ្ចឹងបងទូគាត់ព្រឺក្បាលមែនទែនគាត់ថាពេលហ្នឹងសក់គាត់ចាប់ដើមលក្ខណៈព្រឺបាសទៅគាត់ថាអញ្ចឹងតែថ្ងៃមុខទៅគាត់នឹងត្រូវឃើញខ្មោចរហូតឯមែនទេគាត់គិតអញ្ចឹងហើយគាត់ក៏និយាយលោកគ្រូថាលោកគ្រូអើយធ្វើម៉េចក្បាលលោកគ្រូកុំឲ្យខ្ញុំឃើញអីខ្ញុំអត់ចង់ឃើញទេហើយពេលហ្នឹងគ្រូសាគាត់ក៏ភ្ញាក់ផ្អើលដែរណាពីព្រោះថាយើងដឹងថាមានបជ្រុយហើយប៉ុន្តែអត់ដឹងថាបជ្រុយហ្នឹងវាជាបជ្រុយមានន័យថាម៉េចដល់ពេលលោកគ្រូនឹងគាត់និយាយអញ្ចឹងបានម្នាក់ចាប់ផ្ដើមស្លើភ្នែកចាប់ផ្ដើមភ័យចាប់ផ្ដើមគិតថាអូមានបជ្រុយហ្នឹងគឺដឹងតែឃើញខ្មោចញឹកញយឃើញតែរឿងដែលគួរខ្លាចអីចឹងណាអញ្ចឹងលោកគ្រូម្នាក់ហ្នឹងគាត់ក៏ថាអត់អីទេចាំគាត់ព្យាយាមបិទបជ្រុយហ្នឹងគាត់ធ្វើពិធីធ្វើអីបិទបជ្រុយហ្នឹងអញ្ចឹងណាតែនេះក៏បងទូគាត់ថាដឹងថាគេធ្វើមិនដែរតែលោកគ្រូគាត់និយាយចឹងដល់ពេលហើយក៏លោកគ្រូនឹងព្យាយាមឲ្យបងទូហ្នឹងធ្វើតាមគាត់ពេលហ្នឹងដូចជាមានស្លឹកមលូស្លឹកអីក៏មានស្អីទេគាត់ថាគាត់អត់ទៅដឹងទេតែគ្រូគាត់យករបស់យកអីមកបៀកមកបាំងភ្នែកគាត់អីចឹងទៅអញ្ចឹងគាត់ថាបន្ទាប់ពីធ្វើពិធីនឹងហើយពេលហ្នឹងលោកគ្រូគាត់បានផ្ដាំបងទូថាហាមឲ្យបងទូទៅអាកន្លែងដែលគាត់ឃើញនឹងទៀតរយៈពេលកាន់តែយូរកាន់តែល្អហើយបើសិនជាអាចឲ្យបងទូហ្នឹងគឺដូរឈ្មោះហើយឈ្មោះបងប្អូនគឺពីមុនបងទូគាត់មិនឈ្មោះហ្នឹងទេគាត់ឈ្មោះផ្សេងតែគាត់អត់ចង់ឲ្យខ្ញុំហៅឈ្មោះពីមុនហ្នឹងទេខ្លាចមានបញ្ហាអីចឹងណាឬក៏និយាយសួរស្ដាប់ខ្លាចខ្មោចនឹងមកតាមគាត់ទៀតអញ្ចឹងគាត់ថាឈ្មោះថ្ងៃហ្នឹងគឺជាឈ្មោះដែលគាត់ដូរទេអញ្ចឹងគាត់ថាបន្ទាប់ពីគាត់ដូរឈ្មោះហើយបន្ទាប់ពីគាត់ដូរទីតាំងពេលហ្នឹងគឺគាត់អត់បានទៅរស់នៅកន្លែងខាងស្រុកប្រពន្ធរបស់គាត់ទេណាគឺគាត់ទៅរស់នៅខាងស្រុកខាងម្ដាយបកើតឪពុកបកើតរបស់គាត់វិញនាំប្រពន្ធរបស់គាត់ទៅនៅអញ្ចឹងណាហើយទៅរកស៊ីរកអីនៅក្នុងអញ្ចឹងទៅហើយរំលងទៅយូរឆ្នាំមែនតើគាត់អត់ដែរសូវមកស្រុកទេណានិយាយទៅគាត់ថាមកម្ដងមកតែពេលថ្ងៃអីចឹងទៅយប់ឡើងគាត់អត់ហ៊ានដើរចេញក្រៅផ្ទះទេ
ហើយដល់ពេលគាត់ថាក្នុងឆ្នាំ2000នេះ21 22នេះពេលហ្នឹងគាត់ក៏គាត់ថាវាលេងអីណាគាត់ក៏ត្រឡប់ទៅស្រុកកំណើតរស់នៅជាមួយប្រពន្ធរបស់គាត់អីតាមធម្មតាអញ្ចឹងទៅប៉ុន្តែបងប្អូននឹងមិនហីអំឡុងពេលដែលបងទូគាត់រស់នៅខាងស្រុកប្រពន្ធរបស់គាត់ហ្នឹងណាគាត់ចង់ដឹងមែនតើថាមូលហេតុអីបានជាគាត់ទៅជួបរឿងរ៉ាវកន្លែងហ្នឹងអីចឹងណាហើយគាត់បានរៀបរាប់រឿងហ្នឹងទៅកាន់មិត្តភក្តិរបស់គាត់ដែរមិត្តភក្តិដែលគាត់ទៅរៀបការហើយគាត់ត្រឡប់មកវិញហ្នឹងណាមិត្តភក្តិហ្នឹងណាហើយគាត់ប្រាប់ទៅស្រាប់តែមិត្តភក្តិរបស់គាត់ហ្នឹងគាត់និយាយថាគាត់ក៏ដឹងហេតុការណ៍ដែលកើតឡើងនៅផ្លូវហ្នឹងដែរហើយពេលហ្នឹងបងទូគាត់ក៏ឆ្ងល់ក៏ចង់ដឹងវាថាយើងកំពុងតែឆ្ងល់ផងអីផងពេលឮមិត្តភក្តិរបស់គាត់និយាយចឹងគាត់ក៏សួរទៅគាត់ថាឲ្យប្រាប់អញមកមាននឹងអីកន្លែងហ្នឹងហើយមិត្តភក្តិបងបងទូហ្នឹងគាត់ថាគាត់ដឹងពីប្រពន្ធរបស់គាត់ដែរទេពីព្រោះកន្លែងផ្លូវមួយហ្នឹងគឺជាផ្លូវដែលទៅស្រុកកំណើតរបស់ប្រពន្ធរបស់គាត់ដែរចឹងណាអញ្ចឹងគាត់ថាប្រពន្ធរបស់គាត់នេះប្រាប់អំពីហេតុការណ៍ដែលកើតឡើងនៅហ្នឹងដោយមានថ្ងៃមួយគឺមានមនុស្សស្រីម្នាក់ដែលគាត់មានកូនណាកូនគាត់អាយុ10ឆ្នាំហើយ12 13ឆ្នាំហើយគាត់ជិះម៉ូតូគាត់ឌុបកូនគាត់ដូចមកពីសាលាហើយពេលដែលគាត់ជិះមកហ្នឹងគឺដល់កន្លែងតាមផ្លូវដែលបងទូគាត់ជួបហ្នឹងស្រាប់តែមកដល់ចំណុចដែលបងទូគាត់ថាឡានគាត់ដែលមានបញ្ហាបុកអីហ្នឹងណាស្រាប់តែមនុស្សស្រី2នាក់ហ្នឹងដូចថាទាំងម្ដាយទាំងកូនហ្នឹងមានឡានមួយមកជាប្រភេទឡានដឹកទំនិញហើយឡានហ្នឹងបើកលឿនមែនតើមិនដឹងថាគាត់បញ្ញាប់ទៅណាទេណាបោកសុតយកទៅមែនតើហើយផ្លូវហ្នឹងរៀងស្ងាត់ណាហើយ2នាក់ម្ដាយ កូនហ្នឹងគាត់ជិះម៉ូតូយឺតទេធម្មតាទេស្រាប់តែបុកគាត់ពីក្រោយដល់ពេលបុកពឹបទៅដូចថាកូនហ្នឹងស្មាតទោះបងប្អូនណាកូនហ្នឹងផ្លោងទៅឆ្ងាយមែនតើចុះគ្នាស្រាលផ្លោងទៅឆ្ងាយតែម្ដាយវិញណាស្មាតទោះគឺឡានហ្នឹងកិននៅហ្នឹងម្ដាយហ្នឹងគាត់ស្លាប់នៅកន្លែងហ្នឹងតែកូននោះផ្លោងទៅដល់ប្រហែលជា10 ម៉ែត្រជាងអីនិយាយទៅឡានហ្នឹងវាលឿនណាហើយម៉ូតូឡើងខ្ទេចហើយពេលហ្នឹងគឺស្លាប់ភ្លាមនៅកន្លែងហ្នឹងហើយបន្ទាប់ពីម្ដាយនិងកូនក៏ស្លាប់ទៅមានអ្នកដំណើរក៏គេបានជួបដែរនៅម្ដុំហ្នឹងណាប៉ុន្តែខ្ញុំបញ្ជាក់បន្តិចណាហេតុការណ៍ដែលកើតឡើងទៅលើ2នាក់ម្ដាយនិងកូនហ្នឹងគឺរយៈពេលប្រហែលជា3 ទៅ 4 ខែមុនពេលដែលបងទូគាត់ទៅរៀបការទៅការមិត្តភក្តិរបស់គាត់អញ្ចឹងណាអញ្ចឹងមានន័យថាវាមិនមែនភ្លាមពេកទេ3 4 ខែហើយប៉ុន្តែចាប់តាំងពី2នាក់ម្ដាយកូនហ្នឹងគាត់ស្លាប់ទៅអ្នកដំណើរគឺជួបនិយាយទៅគឺមានពេលខ្លះកដាថ្ងៃត្រង់ក៏លងគេដែរដូចថាពេលខ្លះឃើញដើរឆ្លងផ្លូវអញ្ចឹងទៅពេលខ្លះឃើញដឹកដៃឈរនៅហ្នឹងទៅពេលខ្លះក៏គេខ្លាចគេរត់អីចឹងទៅអ្នកខ្លះគាត់ក៏ព្រឺក្បាលព្រឺអីចឹងណាហើយមានពេលខ្លះទៀតអ្នកដំណើរខ្លះគាត់ឃើញនៅគៀនផ្លូវលក្ខណៈឈរមើលគេអញ្ចឹងណាសម្លក់គេអញ្ចឹងទៅអាហ្នឹងគឺជាហេតុការណ៍ដែលប្រពន្ធមិត្តភក្តិរបស់បងទូគាត់ប្រាប់ហើយដល់ពេលបងទូគាត់លឺអញ្ចឹងបានគាត់ថាអូតាមពិតទៅខ្មោចហ្នឹងគឺជាខ្មោចតៃហោងដូចថាគាត់នៅកន្លែងហ្នឹងគាត់វល់ហើយគាត់ដើររកកូនគាត់លៀបអញ្ចឹងប៉ុន្តែកន្លែងហ្នឹងបងទូគាត់អត់យល់ដែរថាហេតុអីបានជាគាត់ឃើញទាំង2នាក់នៅមួយគ្នាហើយហេតុបានជារកគ្នារកអីចឹងណាអានេះគឺគាត់អត់ដឹងថាវាយ៉ាងម៉េចទេតែបើតាមហេតុការណ៍ដែលបងទូគាត់ឮគឺមានន័យថាម្ដាយគាត់ស្លាប់នៅកន្លែងនេះតែកូនផ្លោងទៅកន្លែងនោះមានន័យថាគាត់មិនមែននៅកន្លែងក្បែរគ្នាហើយដល់ពេលអញ្ចឹងទៅក៏បងទូគាត់ថាប្រហែលជាម្ដាយនឹងគាត់ដើររកកូនគាត់ស្រឡាញ់កូនអីចឹងណាគាត់នៅវល់រកគ្នាទៅវិញទៅមកអញ្ចឹងទៅហើយកូននឹងរកម្ដាយរកអីចឹងទៅណាអានេះគឺតាមអ្វីដែលបងទូគាត់សន្និដ្ឋានទេប៉ុន្តែបើតាមលោកគ្រូដែលគាត់និយាយគាត់ថាវិញ្ញាណម្ដាយកូនហ្នឹងគឺគាត់នៅមានកម្មពៀនៅឡើយទេគាត់អត់ទាន់អស់កម្មពៀពីជាតិមុនមកអញ្ចឹងគាត់នៅមានការវល់អីនៅកន្លែងហ្នឹងអញ្ចឹងទៅអត់ទាន់ទៅណាទេហើយវិញ្ញាណដែលគាត់បង្ហាញខ្លួនដែលគាត់មកតាមហ្នឹងគឺជាវិញ្ញាណដែលកំហឹងដូចថា2នាក់ម្ដាយកូនហ្នឹងគាត់ស្លាប់ដោយសារឡានបុកអីចឹងណាហើយដល់ពេលអញ្ចឹងទៅគាត់ដូចថាបង្ហាញជារូបភាពមួយថាដើរចូលឡានអញ្ចឹងឲ្យគេឃើញគេអីចឹងណាអញ្ចឹងហើយបងបន្ទូគាត់ថាពេលដែលគាត់បើកទៅស្រាប់2នាក់ម្ដាយកូនហ្នឹងគាត់ដើរឆ្លងផ្លូវមកកណ្ដាលឡានអញ្ចឹងទៅអាហ្នឹងគឺជាអ្វីដែលដូចថា2នាក់ហ្នឹងគាត់បង្ហាញរូបភាពបង្ហាញអីដូចសកម្មភាពដែលគាត់នៅកន្លែងហ្នឹងគាត់តាមកាក់ឡានតាមអីណាហើយអ្វីដែលសំខាន់គឺរាសីបងទូគាត់ដាក់ដល់ពេលអញ្ចឹងទៅខ្មោចហ្នឹងតាមឡានគាត់តាមរកកូនតាមអីចឹងណាហើយអារឿងថាកូនគាត់ហ្នឹងទៅតាមឡានដោយតាមឡានពេលណាគឺបងទូអត់ដឹងទេប៉ុន្តែបងទូគាត់បញ្ជាក់ថាអញ្ចេះអំឡុងពេលដែលបងទូនេះគាត់មករស់នៅខាងឪពុកម្ដាយបកើតរបស់គាត់វិញណាឪពុកម្ដាយក្មេងបងទូគាត់នៅផ្ទះនៅក្នុងឡើយទេហើយគាត់អត់អស់ចិត្តទេពីព្រោះពេលហ្នឹងដូចថាគាត់ចង់ទៅរកគ្រូរកអីបន្ថែមអញ្ចឹងណាហើយឡានដែលបងទូគាត់មានបញ្ហាហ្នឹងបងទូអត់បានយកទៅទេមានន័យថាគាត់នៅទុកផ្ទះម៉ែក្មេងរបស់គាត់អីចឹងណា
ឡុងពេលដែលឡានຕົកនៅផ្ទះម៉ែក្មេករបស់គាត់ហ្នឹងម្ដាយក្មេករបស់គាត់ក៏ទៅរកគ្រូមើលទៅថាលោកគ្រូមិនបានជាវិញ្ញាណក្មេកនេះអាចចូលមកក្នុងផ្ទះបានពីព្រោះនៅក្នុងផ្ទះវាតែតែមានជំនាញផ្ទះមែនទេថាហេតុអីបានជាវិញ្ញាណក្មេងស្រីអ្នកហ្នឹងឃើញអង្គុយនៅលើឡាននៅអីចឹងណាប៉ុន្តែខ្ញុំភ្លេចបញ្ជាក់បងប្អូនមួយដែរអ៊ីម្នាក់ដែលគាត់ឃើញហេតុការណ៍ហ្នឹងតាំងពីពេលហ្នឹងមកទៅអ៊ីហ្នឹងគឺគាត់អត់ហ៊ានចុះមកក្រុមផ្ទះពេលយប់ទេគឺគាត់មានកថោមានអីវាគាត់បត់ជើងលើផ្ទះហើយពេលហ្នឹងគឺសំបីតែឪពុកម្ដាយក្មេករបស់បងទូក៏គាត់និយាយដែរថាគាត់អត់ហ៊ានចុះក្រុមផ្ទះទេអញ្ចឹងពេលដែលម្ដាយក្មេកបងទូទៅរកគ្រូមើលលោកគ្រូហ្នឹងគាត់ក៏មកមើលឡានហ្នឹងក៏ដើរកលឹងចុះកលឹងឡើងនៅលើឡានហ្នឹងស្រាប់តែគាត់ដើរទៅបងប្អូនគាត់ឈ្ងោកលិចឈ្ងោកកើតឈ្ងោកលិចឈ្ងោកកើតទៅស្រាប់តែលោកគ្រូម្នាក់ហ្នឹងគាត់ទៅចាប់សក់ប្រហែលជា4-10សរសៃដូចថាវាសក់ដែលវាកត្រាញ់ទៅវាញីជាប់គ្នាវាឆ្លេញជាប់គ្នាគឺវាលក្ខណៈមកដុំអញ្ចឹងវាឈ្មោលអញ្ចឹងបងប្អូនលក្ខណៈអញ្ចឹងលោកគ្រូម្នាក់ហ្នឹងគាត់ក៏ចាប់អាសក់ហ្នឹងនៅកន្លែងបរិវេណខាងក្រោយឡាននេះអាឡានមកបាំងកន្លះហ្នឹងអាខាងកតុយក្រោយនេះគាត់ទៅចាប់មកគាត់ថាសក់នេះមកតាមសក់នេះលោកគ្រូហ្នឹងគាត់និយាយអញ្ចឹងបងប្អូនហើយដល់ពេលដែលម្ដាយក្មេកបងទូគាត់លឺអញ្ចឹងម្ដាយក្មេកគាត់ញ័រសាច់គាត់ព្រឺក្បាលគាត់ថាអញ្ចឹងសក់ហ្នឹងឯងនាំវិញ្ញាណនាំអីចូលមកផ្ទះអញ្ចឹងណាហើយពេលហ្នឹងលោកគ្រូហ្នឹងគាត់ក៏ឆ្ងល់ដែរណាគាត់ថាហេតុអីបានជាសក់ក្មេងស្រីម្នាក់ហ្នឹងមកនៅនឹងគាត់រៀនឆ្ងល់ដែរណាពីព្រោះថាឡានបើកតឡានតាមផ្លូវទេមែនទេហើយណាមួយបើតាមអ្វីដែលបងទូគាត់និយាយមិញថាអ្នកដែលគាត់ស្លាប់ហ្នឹងពីអ្នកម្ដាយកូនហ្នឹងវា 3-4 ខែមុនអាពេលដែលគាត់ជួបហេតុការណ៍ហ្នឹងហើយថាតើសក់ហ្នឹងវាមកតាមរបៀបណាវានៅកន្លែងណាហេតុតែបានវាផ្លោងមកចូលអាកន្លែងនេះអាកន្លែងកតុយឡានគាត់នេះអាហ្នឹងគាត់ថាអត់ចាប់អារម្មណ៍កន្លែងហ្នឹងទេហើយដល់ពេលអញ្ចឹងទៅបានលោកគ្រូនឹងគាត់យកសក់យកអីទៅគាត់ធ្វើវិធីធ្វើអីតាមហ្នឹងទៅហើយតាំងពីពេលហ្នឹងមកទៅក៏អត់ដែរឃើញហេតុការណ៍អីទេណាហើយបងទូគាត់តែងតែប្រាប់អ្នកស្គាល់គាត់ថាកុំឲ្យហៅឈ្មោះគាត់ពីមុនហៅគាត់ឈ្មោះថាបងទូទៅហើយកន្លែងនេះគឺបងប្អូនខ្លះអាចគិតថាវាមិនដែរអញ្ចឹងអីចឹងណាតែមានបងប្អូនខ្លះគឺគាត់ធ្លាប់អញ្ចឹងតើតដោឈ្មោះពីព្រោះកាលណាតែដាក់ឈ្មោះគាត់ពីមុនមកគឺអាចនឹងមានបញ្ហាអាចនឹងមានវិញ្ញាណអាចនឹងមានស្អីមកតាមអីចឹងទៅអញ្ចឹងហើយបងទូគាត់ក៏ត្រូវដូរឈ្មោះអញ្ចឹងណាហើយណាមួយក៏គាត់គិតថាបច្ចុយគាត់ហ្នឹងគឺវាពិតជាបច្ចុយឃើញខ្មោចមែនដោយសារពីក្មេងមកគាត់ក៏ធ្លាប់ជួបរឿងរ៉ាវចម្លែកដែរប៉ុន្តែពេលនោះគាត់អត់ចាប់អារម្មណ៍ថាវាជាវិញ្ញាណឬក៏វាជាខ្មោចដូចថាគាត់ឃើញមកផ្លែតតិចអញ្ចឹងណាលក្ខណៈវាមើលមិនដឹងថាជាខ្មោចលក្ខណៈអញ្ចឹងតែវាចម្លែកហើយដល់ពេលហេតុការណ៍ដែលគាត់ជួបពីហ្នឹងវាធំវាគួរខ្លាចបានបងទូគាត់ចាប់ផ្ដើមគិតថាតាមពិតគាត់មានបច្ចុយឃើញខ្មោចហើយបូករួមទាំងរិស័យគាត់ដាក់ទៀតអញ្ចឹងហើយទៅធ្វើឲ្យវិញ្ញាណខ្មោចពីរនាក់ហ្នឹងគាត់បង្ហាញកដាផ្លូវឲ្យបងទូហ្នឹងជិះទៅបុកគាត់អីចឹងទៅហើយបន្ទាប់មកវិញ្ញាណក្មេងស្រីម្នាក់ហ្នឹងក៏តាមឡានគាត់តាមអីតែកន្លែងហ្នឹងខ្ញុំឆ្ងល់ដែរខ្ញុំឆ្ងល់ថាហេតុអីបានជាសក់ក្មេងស្រីម្នាក់ហ្នឹងនៅហ្នឹងកន្លែងហ្នឹងហើយបងទូគាត់ក៏ឆ្ងល់ដែរនិយាយទៅអត់ដឹងថាវាមិនហ្នឹងបងប្អូនយើងអត់ដឹងដូចគ្នាប៉ុន្តែបើតាមបងទូគាត់ឮគ្រូនិយាយមកគឺថាបងទូគាត់ធ្លាប់មាននិស្ស័យនឹងពីរនាក់ហ្នឹងអញ្ចឹងណាអញ្ចឹងហើយបានជាពីរនាក់ហ្នឹងបង្ហាញខ្លួនតាមបងទូតាមអីចឹងទៅប៉ុន្តែបងទូគាត់ព្រឺក្បាលជាងគេគឺអាចចង្វាក់ដែលគាត់ឃើញដូចថាគាត់ឃើញឈោនៅអាគារព្រៃអីហ្នឹងអំឡុងពេលដែលគាត់រៀងអកសើឡានហ្នឹងហើយមួយទៀតបងប្អូនបងទូគាត់ទៅតែចាប់អារម្មណ៍គាត់ថាពេលហ្នឹងប្រហែលជាក្មេងស្រីម្នាក់ហ្នឹងឡើងឡានគាត់បានដោយសារតែគាត់ឈប់ឡានពីព្រោះពេលដែលគាត់បុកផឹងទៅហ្នឹងគាត់ឈប់មកផ្លែតអញ្ចឹងណាគាត់បំរុងនឹងចុះពីលើឡានដើម្បីមើលគាត់ថាពេលហ្នឹងបើសិនជាមិនចុះអាចនឹងក្មេងស្រីម្នាក់ហ្នឹងឡើងអត់បានទេអានេះតាមអ្វីដែលគាត់គិតខ្លួនឯងណាគាត់ថាវាអាចនឹងអញ្ចឹងហើយហេតុការណ៍ទី1បងទូគាត់ថាគាត់ក៏មិនអស់ចិត្តគាត់ក៏ធ្លាប់ទៅសួរគេនៅក្បែរភូមិកន្លែងដែលគាត់ជួបនឹងដែរតែសួរក្រោយមកទេណាសួរថាតើអាផ្លូវកន្លែងម្ដុំទៅហ្នឹងមានហេតុការណ៍អីកើតឡើងពីមុនមកឬក៏អីចឹងណាតែអ្នកភូមិហ្នឹងអ្នកខ្លះគេអត់និយាយទេតែអ្នកខ្លះគាត់និយាយដូចថាប្រហែលជាគេនៅតែខ្លាចគេនៅតែអីចឹងណាស្រាប់តែមានពូម្នាក់ដែលគាត់ហ៊ាននិយាយប្រាប់បងទូគាត់ថាផ្លូវហ្នឹងពីមុនមកយូរមកហើយអត់ដែលមានបញ្ហាអីទេប៉ុន្តែស្រាប់តែមានថ្ងៃមួយតែបច្ចុប្បន្នគឺហេតុការណ៍ហ្នឹងកើតឡើងប្រហែលជា 2-3 ឆ្នាំមុនហើយគឺមានពូម្នាក់ដែលពូម្នាក់ហ្នឹងគាត់ជិះកង់ដូចថាគាត់ជិះកង់ទៅមកនៅក្នុងស្រុកភូមិអញ្ចឹងណាហើយគាត់ជិះកង់អត់ដែលមានភ្លើងអត់ដែលមានអីទេគាត់ជិះល្ងិតអីចឹងទៅឡូវដល់មានអ្នកខ្លះនេះក៏គាត់និយាយថាជិះអញ្ចឹងខ្លាចខ្មោចលងទេអី
តែពូម្នាក់ហ្នឹងគាត់រៀងសបឹងសែដោយថាគាត់មនុស្សប្រមាក់គាត់ចេះតែជិះចុះជិះឡើងទៅប៉ុន្តែស្រាប់តែមានថ្ងៃមួយហ្នឹងពូម្នាក់ហ្នឹងមិនដឹងថាមានអ្នកណាគេខឹងគេស្អប់គាត់អីទេគឺលក្ខណៈថាព្រលឹមឡើងអ្នកភូមិដែលគាត់ឆ្លងកាត់គាត់ជិះតាមផ្លូវហ្នឹងគឺម្នាក់ស្លុតគ្រប់គ្នាដោយសារតែគេឃើញរូបភាពដែលវាគួរខ្លាចខ្លាំងមែនតើណាដល់ឃើញពូម្នាក់ហ្នឹងបងប្អូនគាត់ស្លាប់ដោយសារតែដូចថាគាត់អត់មានក្បាលបងប្អូនហើយមិនដឹងថាក្បាលគាត់ទៅណាទេហើយអ្នកដែលធ្វើទង្វើបាបហ្នឹងមិនដឹងថាគុំគួនគាត់តាំងពីពេលណាឬក៏កម្រិតណាទេណាហើយឃើញតែគាត់សភាពគាត់គឺមានតែខ្លួនប្រាណអីចឹងណាហើយនៅក្បែរកង់ដែលដួលលើគៀនផ្លូវអីចឹងទៅហើយនៅចំណុចម្ដុំដែលបងទូគាត់ជួបហេតុការណ៍ហ្នឹងហើយដល់ពេលចាប់ពីពេលហ្នឹងមកគឺអ្នកភូមិនាំគ្នាខ្លាចដោយសារតែពូម្នាក់ហ្នឹងអាពេលគាត់ស្លាប់ថ្មីគាត់ជិះកង់ដើរឬថាជិះយប់ឡើងបងប្អូនជិះស្រែកសួរគេឃើញក្បាលខ្ញុំអត់ឃើញក្បាលអត់យំអញ្ចឹងណាស្មាតតបងប្អូនអានេះគឺវាគួរខ្លាចដល់ពេលហ្នឹងហើយអ្នកភូមិម្ដុំហ្នឹងអ្នកខ្លះដោយសារតែខ្លាចពេកនាំគ្នាអត់ធាននៅផ្ទះទេនាំគ្នាទៅនៅខាងផ្ទះបងប្អូនផ្សេងអ្នកខ្លះទៅគាត់ទៅបំពេញទៅអីបាត់អញ្ចឹងទៅហើយអាផ្លូវមួយហ្នឹងសំបីតែអ្នកខ្លះយប់ឡើងគឺគាត់អត់ហ៊ានជិះទេអាពេលហេតុការណ៍ភ្លាមហ្នឹងហើយមួយទៀតបងប្អូនហេតុការណ៍ដែលរន្ធត់ខ្លាំងជាងគេហ្នឹងគឺមានបងប្រុសម្នាក់ដែលគាត់ដូចមងទូយ៉ាងគាត់អ្នកចងាយអញ្ចឹងហើយអាពេលហ្នឹងចំពេលដែលពូម្នាក់ហ្នឹងគាត់ស្លាប់មិនទាន់បាន7ថ្ងៃទេស្រាប់តែម៉ោងប្រហែលជា7 8យប់ហ្នឹងបងប្រុសម្នាក់ហ្នឹងគាត់ក៏ជិះតាមផ្លូវហ្នឹងហើយដល់ពេលគាត់ជិះទៅគាត់ឃើញពូម្នាក់ហ្នឹងជិះកង់លក្ខណៈថាគាត់ចេះតែកលេចឆ្វេងកលេចស្ដាំមើលឆ្វេងមើលស្ដាំអីចឹងណាអញ្ចឹងបងប្រុសម្នាក់ហ្នឹងគាត់ក៏ឆ្ងល់ដែរថាពូម្នាក់ហ្នឹងគាត់មើលអីគេហើយល្ងឹតបងប្អូនអត់មានភ្លើងអត់មានអីណាលក្ខណៈថាមនុស្សកំពុងតែជិះធម្មតាតែអត់មានភ្លើងអត់មានបំភ្លឺហើយពេលហ្នឹងបងប្រុសម្នាក់គាត់ជិះម៉ូតូតែឯងទេហើយពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏ឆ្ងល់ហើយបញ្ជាក់រូបភាពហ្នឹងគឺបងប្រុសម្នាក់ហ្នឹងគាត់ថាពូម្នាក់ហ្នឹងអត់មានឃើញអាវទេគឺគាត់ស្លៀកតែខោខ្លីមួយអីចឹងណាហើយមានកម្មាជន់ចកេះអីដែរហើយពូម្នាក់ហ្នឹងគឺរៀងខ្មៅហ្នឹងហើយពេលដែលគាត់ជិះហ្នឹងគាត់កលេចឆ្វេងកលេចស្ដាំដល់ពេលបងប្រុសម្នាក់គាត់ជិះពីក្រោយទៅគាត់ឃើញអញ្ចឹងគាត់ក៏ជុកម៉ូតូសួរគាត់ថាពួកឯងរកអីគេហើយពួកឯងល្ងឹតឆឹងហ្នឹងហើយមើលអីគេឃើញហើយរកមើលអីគេហើយដល់ពេលហ្នឹងទៅពូម្នាក់ហ្នឹងគាត់ក៏និយាយគាត់ថាគាត់រកក្បាលគាត់និយាយតែខ្ញុំរកក្បាលខ្ញុំបន្តិចនិយាយអញ្ចឹងហើយដល់ពេលបងប្រុសម្នាក់ហ្នឹងគាត់លឺអញ្ចឹងគាត់ถึงព្រឺក្បាលគាត់ថាអីពូពួកឯងនិយាយអីអញ្ចឹងពួកឯងនិយាយខ្ញុំខ្លាចខ្មោចទេពូកន្លែងល្ងឹតណាហើយដល់ពេលអញ្ចឹងទៅពូម្នាក់ហ្នឹងគាត់ក៏អញញឹមមកកាន់បងប្រុសម្នាក់ហ្នឹងប៉ុន្តែបងប្អូនដឹងមិនទេអំឡុងពេលដែលពូម្នាក់ហ្នឹងគាត់អញញឹមមកកាន់បងប្រុសម្នាក់ហ្នឹងបងប្អូនស្រាប់តែក្បាលពូម្នាក់ហ្នឹងធ្លាក់ក្ដុកប៉ុន្តែអារូបភាពដែលបងប្រុសម្នាក់ហ្នឹងគាត់ឃើញគឺគាត់ថាវាធ្លាក់ក្ដុកហ្នឹងគឺនៅមុខភ្លើងម៉ូតូរបស់គាត់ដូចថាឃើញក្បាលឃើញភ្នែកមកកលេចមកអញញឹមមកកាន់គាត់ដដែលអញ្ចឹងណាហើយពេលដែលបងប្រុសម្នាក់ហ្នឹងគាត់ឃើញអញ្ចឹងគាត់ក៏បញ្ញាប់មួម៉ូតូឲ្យលឿនណាគាត់ស្រែកមកខ្មោចគាត់ក៏ស្រែករហូតដល់គាត់ជិះទៅគាត់ថាឃើញផ្ទះអ្នកណាគឺគាត់ជិះចូលសិនហើយដោយសារគាត់ខ្លាចពេលហ្នឹងបងប្រុសម្នាក់គាត់ជិះបុកលបងគេចូលក្នុងផ្ទះគេពីព្រោះផ្ទះតាមជនបទពេលហ្នឹងមានលបងអាស័យលបងអីគាត់បុកប្រាវចូលក្នុងផ្ទះគេរហូតដល់ម្ចាស់ផ្ទះគេសួរថាពីណាគេមានរឿងអីចឹងណាហើយគាត់ក៏ស្រែកសំពះគេខ្ញុំទេជួយខ្ញុំផងខ្មោចលងចឹងទៅដល់ពេលម្ចាស់ផ្ទះគាត់ដឹងអញ្ចឹងគាត់ដឹងថាប្រកាសជាខ្មោចលងមែនហើយគ្នាគ្មានបំណងអីដែលមិនល្អទេអញ្ចឹងក៏ឲ្យបងប្រុសហ្នឹងចូលទៅហើយក៏បងប្រុសហ្នឹងគាត់ញ័រដៃញ័រជើងអញ្ចឹងណាលក្ខណៈថាវាគួរខ្លាចខ្លាំងពេកហើយគាត់ក៏និយាយថាជួយខ្ញុំផងខ្មោចលងជ្រូកក្បាលនិយាយអញ្ចឹងណាហើយដល់ពេលហើយពូម្នាក់គាត់ក៏អុចធូបអីនិយាយទៅគាត់ក៏សម្រួលអារម្មណ៍ទៅថាអីទេហើយដល់ពេលបងប្រុសម្នាក់ហ្នឹងមកយប់ហ្នឹងគឺគាត់ញ័រទឹកលក្ខណៈក្តៅខ្លួនផងអីផងហ្នឹងទៅពួកគាត់ម្ចាស់ផ្ទះហ្នឹងក៏ព្យាយាមសម្របសម្រួលព្យាយាមលួងព្យាយាមចៃប្រឡប់អីចឹងណាថាអញមកពីណាមកពីណីហ្នឹងទៅហើយបងប្រុសម្នាក់ហ្នឹងគាត់ក៏ប្រាប់ដូចថានិយាយប្រឡប់ណាថាគាត់ហ្នឹងគឺមកលេងមិត្តភ័ក្តិហ្នឹងគឺនៅចុងភូមិមួយនោះប៉ុន្តែគាត់ធ្លាប់មកលេងនឹងយូរហើយឥឡូវហ្នឹងគាត់ប្រងមកលេងមកផ្ទះមិត្តភ័ក្តិរបស់គាត់ម្ដងទៀតពេលហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏ដូចថាយើងគាត់ថាស្គាល់ផ្លូវណាអញ្ចឹងក៏មកទៅហើយបងប្រុសម្នាក់ហ្នឹងគាត់អះអាងដែរតែគាត់ធ្លាប់មកគាត់ចំណាំឲ្យផ្លូវហ្នឹងហើយដល់ពេលគាត់មកដល់អញ្ចឹងទៅគាត់ថាមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺនៅចុងភូមិមួយនោះដល់ពេលហើយបានដឹងរឿងរ៉ាវទាំងអស់ហ្នឹងណាពូម្នាក់ហ្នឹងគាត់ក៏មិនហ៊ានប្រាប់បងប្រុសម្នាក់ហ្នឹងដែរប៉ុន្តែបន្ទាប់ពី
bật lâm lang bàn mật phẹ bạc quạt nữa ạ tê màu là cái nào tha tập bông nói cọt mà tập bông phồng nên ăn máu á vì cọt trong màu surprise vậy nè đọc bật lâm lắng từ tê mà su bông phồng này nữa ạ bàn bông phồng này nó tha lấy nó cọt nâng trong sọc phun cho mùi nấng mật phẹ bạc quạt nông đại tê tại đời xa thay cọt chụp hạt ca không mọi lô giúp mình chứ nè đọc bị cọt rai rạp tam nâng tới bán mật phẹ bọ bông phồng này nó đại nâng trong sọc phun nữa còn vậy thà ô tam bật không mọi pum này nâng lô chứ nè hồi đầu về bông phồng này có đằng hạt ca nữa có thà hãy hai đây bao nhiêu phép anh anh chi mau chứ nè hồi đầu về một phép bạc quạt nó tha anh mình đăng hãy mau surprise anh ấy có giấy kia quạt có anh đăng hãy mau surprise anh đăng hãy mau giúp bữa anh đăng hãy mau giúp anh miễn oi hãy mau thế bị bốp lên nữa không mọi lô mọi ấy chứ nè hồi đầu về tới quạt cổ hiện không cái đường ấy nè hay bông phồng này nó quạt cổ màu vô một phép bạc quạt nè từ tẹt quạt ấy dân từ hay bật to bị hạt ca nông cà lang từ cứ nè nông sọc phun nông can tập hơi can tập kha dân từ lâu đò rầm lông bài trực tung mà khai bị khai cái máu á có ngặt ở sâu mình nặng khơi thì còn trái đòi du mà đó á mình nặng là lon cả đấy cái khơi nhưng mà plei dân từ tại có hiện du từ sạp sạp á còn trái đỏ pe đài nè bông tu quạt từ nữa á chạy đón chòm vì xây quạt đạm mình đăng ấy mình đăng thế quạt có chua pu mình nặng từ hay lon quạt lại cái nặng tập bốn khơi đa đặc biệt dù tới khơi chỉ còn là chỉ có anh bên khơi trường anh bên khơi cấp 3 đi chẳng thôi ở đặc biệt bằng tu quạt còn đăng hạt ca đăng tới bàn quạt thao không mau để quạt chụp pi hạt ca thông thông nữa cứ chỉ không mau tay hào tập pi còn lại hạt ca tivi nè đài không mau mình xây mình ai nâng côn xây quạt nữa cứ rút trâu lan quạt hay việc slide việc slot để thua quạt nữa cứ mình ai bằng click ba là rụp hiệp nữa thôi bắt đầu hoàng ngày nâng quạt đôi thà hiện chi dùm bằng play chay tại về quạt chi dùm thằng mình sầm mai rụp hiệp nâng lang với nhá cứ vì cua khai men tèn còn đấy quạt thà về đẹp đẹp mặt phẹ quạt khá cứ ọt miền là cái sao chưa quạt đi cái thà quạt phút cái vì mình đai trong vì mình đai lông anh chăng thế vì chăng á hay quạt co mình hiên trong phẹp cái này bù phẹp cái kẹt chưa tại quạt thà quạt chập về nâng máu tới chỗ chất đạp không màu dài khai không mỏi tại chỗ chất đạp còn nãy có miệng rắm thắc khai chứ na vì dục ấy cái khác có ở trong hiện tại tại này toàn miền khơi ấy giống na anh ấy cứ chỉ vậy để một thủ quạt thà vì chỉ cả đại quạt trong trăm mình play tê hay quạt có mình chụp nó bóng ôn chứ đây được quạt trẻ chăng vì bùa hai ca nó bảo sân chỉ quạt mình bán chụp á quạt có cất tha viêm đai chẳng đây còn đấy anh chỉ hai ca để quạt bán chụp bật bật chẳng màn quạt đại chặt chạy lấy từ can bóng bồi đó kia từ còn chỉ ca sẵn nạp hay có tha việc ở xa tại tìm mua con miền bạch chồi hạt phá lá con miền bạch chồi khơi không mau chẳng tới tivi cứ thì xây con đạ hay quạt có sông bắt đam từ đó bông bồn ở kia chip xe đôi thay dương từ lên sọc ngay được còn đầm bon na plei na ngay giống á bà sân chị ai thế công chi từ lọc một bên bê dục bà dương mình cả lại kiến sầm rạ thơ trong bà lâm la trong ấy giống á bây phù bê đại dương bạc bò plei bê dục vì dương ở đăng từ kia thà ta vì miền rừng ấy chẳng thơ vì ai thà dương sôi rồi đi xây dương đại giống na vì ai những khơi những thơ ta bởi dương thì xây thò mà đa dương mình sôi thì nó có vì mình miên chụp hai cái đấy bị bùa thằng mà đừng nè cứ mình bật cọt thạc cục nia khơi đôi kia thì chẳng na vì tam bị xây vì tam đi xây để dương thlop chụp màu thlop ấy dương thôi anh nó cứ tam đó á ok trong đường ra ní cứ miền tập bản năng thế để trong tập tu bán phí bóng tù để quạt bàn chạy đồng lệอย่างpi hạt ca pi để quạt chụp á hồi hạt ca từng on nâng hói cứ chỉ hạt ca để bóng tu mình ai bóng plek bàn thôi tụi ta đưa nó vì cả lon tới chọn cho nam hói tại nơi tại đất đam có nó rau mà quạt mà đó rồi ngày nữa hay đường ra mới ní cứ nhom sạp tới còn miền cả lại khá đại dương cả tha vì mình cua chưa đài bản đáy đôi quạt trẻ làng vinh dân tha vì ai mong pi để xây quạt vì ai tha quạt miền bạch chồi để quạt mưa khơi nhóm thọp lư từ kia vậy tha miền cái giờ không mọi lồn chẳng na bản đáy mình đang tham miền bạch chồi khơi không mọi ý anh nó cứ cho mặt đai lư đá tại tâm tài lực tìm mua giờ xem nhóm á chẳng bảo bác sĩ bông bồn nát đằng pi đường ra bạch chồi đã khơi không mọi khơi ấy đó anh nó cứ ai cầm mình phép bàn bồn tay bảo sân chỉ dương chỉ dương đã rong rồi có dương vô khuôn ai chia bằng tu á đôi tham long pe lại quạt chỉ tam pleu hai ca tim mùi khăn ông trong trăm pipon là buồn này đó á cứ pu mà nhẹ lắm ạ quạt lô á lại cái nào thà quạt bằng hai nhỏ khơi như rụp hiệp quạt chỉ còn đây giống na tại có dương sẽ đáp tới mèo đóng nào đất pu nhẹ đó na mình đang thành na khăng có sáp có đây dân từ bồn tay bảo tham vậy để bằng tu quạt tha
អ្នកភូមិគាត់និយាយថាអ្នកដែលប្រព្រឹត្តហ្នឹងគឺមិនមែនអ្នកស្រុកឆ្ងាយទេគឺនៅក្នុងស្រុកភូមិហ្នឹងដែរគ្រាន់ថាគាត់រត់ទៅឆ្ងាយរត់អីចឹងទៅប៉ុន្តែគឺគាត់កិច្ចអត់ផុតពីសំណាញ់ច្បាប់ទេអញ្ចឹងអ្នកដែលប្រព្រឹត្តខុសច្បាប់គឺរត់មិនរួចទេគង់តែទទួលទោសហើយបើសិនជារត់រួចអានេះឧទាហរណ៍ទេណាបើសិនជារត់រួចពីច្បាប់មនុស្សលោកក៏អាចជាប់នឹងច្បាប់កម្មផលកម្មពីដែរពីព្រោះគាត់បានគេហៅថាបញ្ចប់ជីវិតមនុស្សអញ្ចឹងគឺគាត់មានកម្មពីគាត់ត្រូវសងគេវិញអញ្ចឹងណាអញ្ចឹងគឺអ្វីដែលយើងសាងគឺយើងត្រូវតែទទួលវិញហើយអញ្ចឹងណាប៉ុន្តែខ្ញុំគិតថាគឺយើងជាមនុស្សគឺពេលដែលយើងប្រព្រឹត្តខុសច្បាប់គឺយើងត្រូវតែទទួលទោសតាមច្បាប់អញ្ចឹងទៅហើយមួយវិញទៀតក៏អាណិតពីអ្នកម្ដាយកូនដែរដែលគាត់មិនដឹងអីសោះហ្នឹងស្រាប់តែនៅសុកមានអាឡានឹងវាមិនដឹងវាមិនវាមកជិះបុកគ្នាពីក្រោយគ្នាស្លាប់ដោយអត់ដឹងខ្លួនរហូតដល់ព្រាត់ម្ដាយស្លាប់នៅនេះកូនស្លាប់នៅនោះអញ្ចឹងទៅផ្លោងគ្នាទៅនេះទៅនោះអញ្ចឹងទៅនិយាយទៅវាអនាធមអាណិតពួកគាត់មែនតែនមិនដឹងថាគាត់នឹកកូនគាត់ហើយកូននឹងដឹងដើររកម្ដាយរអីមកអញ្ចឹងណានិយាយទៅវាមានអារម្មណ៍ថាគួរអាណិតគាត់ខ្លាំងមែនតែនហើយគាត់ក៏ត្រូវនៅយាមកន្លែងនៅអីចឹងទៅដើររគ្នាដើររអីចឹងណាអញ្ចឹងមានន័យថាគាត់ជាវិញ្ញាណតៃហោងដែលនៅចាំកន្លែងចឹងទៅហើយបងទូគាត់បញ្ជាក់ដែរគាត់ថាចាប់ពីពេលដែលគាត់ជួបហេតុការណ៍ទាំងអស់ហ្នឹងទៅគាត់ក៏ព្យាយាមធ្វើបុណ្យឧទ្ទិសកុសលឲ្យវិញ្ញាណទាំងអស់ដែលគាត់បានឃើញហ្នឹងណាកុំឲ្យគាត់មានកម្មពៀជាមួយវិញ្ញាណទាំងអស់ហ្នឹងទៀតកុំឲ្យតាមគាត់រករឿងគាត់ទៀតចឹងណាអញ្ចឹងគឺគាត់ព្យាយាមសាងល្អឲ្យបានច្រើនធ្វើបុណ្យឲ្យបានច្រើនចឹងទៅអូខេចឹងរឿងនេះក៏មានតែប៉ុណ្្នឹងទេឲ្យអរគុណបងប្អូនអ្នកគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់រឿងរ៉ាវមួយនេះតាំងពីដើមរហូតដល់ចប់ហើយសម្រាប់បងប្អូននៅថ្មីបើសិនយកចិត្តនឹងការដំណើររឿងរបស់ខ្ញុំសូមកុំភ្លេចជួយចុច Subscribe និងបើករូបកណ្ដឹងអ្នកមួយផងដើម្បីទទួលបាននៅវីដេអូថ្មីនៅពេលក្រោយទៀតអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលាបាយបាយ